សំនឹងញាតិញោមមួយចំនួនសំពិតប្រគេនចំពោះសម្ដេចជាអង្គម្ចាស់ក៏ដូចជាបងប្អូនបានទៅថ្វាយបង្គំសម្ដេចដល់វត្តគឺចំនួន5ដងកន្លងមកហើយសម្ដេចក៏បានប្រទានអាវាតជាហោឯងចឹងក្នុងឱកាសនេះខ្ញុំបានប្រវត្តិមានសម្ដេចមុនមកដល់ហើយដូចគោលបំណងចឹងក្នុងឱកាសនេះដើម្បីបានសម្ដេចធម៌ទេសនាសូមប្រាថ្នាអូនអ្វីនឹងធ្វើវត្តដូចទៅសូមអនុមោទនាអនុមោទនាព្រះសទ្ធំជាស្គរជ័យព្រះវិន័យជារៀងធំព្រះសោជាខ្សែរំព្រះអភិធម្មជាស្បែកតាំងអរិយសច្ចជាអង្គលោកសម្រាប់ទូងឲ្យលើច្បាំងសត្វលោកងប់ងុយណាំងលឺស្គរតាំងក្រោកឡើងបានបរិស័ទពួនជុំពោដោយការឈោក្នុងជលឋានខ្លាំងផងចាំងសូរិឆានរះនឹងរេកដោយរាំងស្មៃព្រះធម៌ជាសោសារះឡើងចាញ់ចាំងរាំងសៃបំភ្លឺលោកទាំងបីឲ្យយល់ផ្លូវឋានសុខាអនុគ្រងពួកបរិស័ទដែលជាប់ខាត់ដោយមោហាឲ្យកើតមានបញ្ញាប្រាកដនេះទានិងអនុមោទនាអនុមោទនាស្ដាប់នៅព្រះសទ្ធម្មវិសេសទេសនាសូមអនុមោទនាសូមនមស្ការចំពោះព្រះចិនស្រីដ៏បរិសុទ្ធដែលផ្ដល់នៅសេចក្តីបរិសុទ្ធដល់ជនមិនបរិសុទ្ធទាំងឡាយផងចំពោះព្រះធម៌ផងចំពោះព្រះសង្ឃផងដោយសេរសាគឺត្បូងអស់កាលមិនដាច់សូមប្រគេនពរសូមប្រគេនពរចំពោះព្រះសង្ឃគ្រប់រូបទាំងភិក្ខុទាំងសាមណេរមកយ៉ា
นึกได้จ้ะกรบรูป พร้อมแต่งประกูเจ้าอัตติกาครูโซดช่วยสดำหนึ่งจิมรานโพลูอาชาคณะกรรมการวัดหนึ่งโยมเยียดพุทธบริษัทกรบรูปต่างเราขนมกรรมวิธีไทยนี้คือโยมเยียดพุทธบริษัทเมียนลูกอาชาคณะกรรมการ บริษัทจำเนาวัดแต่งประใบครมเวนหนึ่งพุทธบริษัทลูกเนี่ยสับปะรอจิตง่ายเนี่ยต่างบ้านเมียนสถียรเจริญลาโดแล้วไม่บัดสินู้โจเลยพี่ผู้เมียนลูกอาชาคณะกรรมการบริษัทจำเนาวัดแต่งประใบครมเวนหนึ่งพุทธบริษัทลูกเนี่ยสับปะรอจิตง่ายตึงบ้านเมียนสถียรเจริญลารูปรวมสามัคคีเนียบานบังการเชียบนกระเทนเตียนมวยดับใบหนึ่งเวประเคนจำพวกพระภิกขุสังได้ความจำประวัติศาสตร์ออไตรเมียนองเปิดตสมาเบิ้นโรเมโชท่านเอาขนมปูมโรเมโชคมกุกจอสระกำปองตะไบแค่ประเวณขนมกรรมวิธีบนกับเทนเตียนนี่วัดมาบ้านตัวนิมนต์ลูกครูเจ้าอัตติกาดำไปเมาเชียธรรมกติกาจ้าสำแดงประทัววิสัยเทศนาเชียปัตติการะตอบสนองฉลองสัตเทียตึกจัดระบองโยเนียพุทธบริษัทกรุบรูปจุดอ้อยเมียนสถียรเจริญลาน้องอำเภอได้เจียกสาลกรุบแบบอย่างต่างตัวตามเนียเกียนในพระพุทธศาสนาอาตมาเช่นปีวัดเมาตั้งปีโมงใบกันละจุดลือ
ก็มาตัวละโมงนะก็ต้องเชียงดอกโมงก็ตรำบานตอนมาก็ได้ยังบ่กรมแต่เมียน กรรมวิธีบอนกระเทนบอนโยมเงียดนี่มันหมกเอ่ยสระคุมพงตะใบอาคาดปริเวณอย่างได้บอกเกี่ยวกับคือบวชระเมชโอเนี่ยอาตมาได้มันได้ลือว่าลือแต่สระระเมให้แค่สบายเรียงทราบตอนนี้เมียระเมชโอนาเตียนนะนกคาดปริเวณพอระเมชแพ้ปีมนปีโบราณมาเมียนสัตว์ระเมชจังแม่ต้นดังบางทีเอาชมจังนั้นให้มาแม่ตลาดเติมแบบโดยโยมเอาปีมาตู้ที่เราทำคือเก่าต้องทายระบิดโตโอ้นุบาบวชนี่ก็ชมบวชระเมชโชได้นะก็บานធ្វើដំណើរមកនោះក៏ចិត្តមួយថ្ងៃមកដល់វត្តរមេឈរហើយក៏បានឃើញពភៈប្រសង់គ្រប់រូបទាំងអស់នៅក្នុងវត្តរមេឈរនិងលោកអាចារ្យគណៈកម្មការយោញាតិពុទ្ធបរិស័ទគ្រប់រូបទាំងអស់ក៏ក្នុងកម្មវិធីបន់នេះមុននឹងសម្ដែងព្រះសទ្ធិមពិសេសទេសនាអាត្មាសូមលើកយករឿងមួយយកមកជំរាបញោមញាតិនិងប្រសង់ទាំងអស់ដើម្បីឲ្យមានវិសាសៈស្និទ្ធស្នាលរវាងគ្នានិងគ្នាព្រោះយើងទាំងអស់គ្នាមិនដែលបានគិតថាជាជាប់សាច់ញាតិនឹងគ្នាមិនដែលមានទេស្មានថាអ្នកប្រិវេងផ្សេងទៅអ្នកស្វាយរៀងផ្សេងត្បូងឃុំផ្សេងសៀមរាបផ្សេងអត់ដែលបានគិតថាជាញាតិរបស់យើងទេយើងទាំងអស់គ្នានេះជាមិត្តរួមនឹងគ្នា3យ៉ាងទី1មិត្តរួមជាតិគឺយើងជាខ្មែរដូចគ្នាជាកម្ពុជាបតជាខេមរៈបតដែលរស់នៅលើទឹកដីមាតុភូមិកម្ពុជាទាំង25ខេត្តក្រុងនេះគឺសត្វញាតិមិត្តរបស់យើងទាំងអស់គ្នាមិនមែនជាអ្នកកន្ទាណាដទៃទេតាមពិតទៅជាញាតិសន្តានបងប្អូននឹងគ្នាទាំងអស់បើគាត់នៅវាបែកមនុស្សចម្រើនច្រើនទៅក៏ចង្អៀតទឹកដីចេះតែចែកគ្នាទៅនៅតាមខេត្តរៀងខ្លួនទៅតែប្រភពដើមគឺពូជតែមួយទេបងនេះសូមព្រះសង្ឃនិងញោមញាតិពុទ្ធបរិស័ទទាំងឡាយគ្រប់គ្នានឹងជ្រាបពីព្រោះវាចេះតែកើតតគ្នាតាមពុទ្ធសាសនាលោកសំដែងថាមានហេតុមានផលដែលយើងទាំងអស់គ្នានេះជាផលរបស់លោកឪពុកអ្នកម្ដាយលោកឪពុកអ្នកម្ដាយនឹងជាហេតុបើមិនមានលោកឪពុកអ្នកម្ដាយក៏មិនមានយើងដែរនេះពុទ្ធលោកសំដែងប្រាប់ចឹងពីដល់យើងជាផលត្រឡប់ទៅជាហេតុវិញបានកូនយើងនឹងជាផលតទៀតកូនយើងដែលជាផលត្រឡប់ទៅជាហេតុវិញបានចៅជាផលចៅជាផលត្រឡប់ទៅជាហេតុវិញបានចៅទូតជាផលនេះសំដែងតែប៉ុណ្ណឹងបណ្ដោយចុះមកបញ្ចាស់ទៅលើថាយើងដែលជាលោកឪពុកអ្នកម្ដាយដែលជាហេតុរបស់យើងលោកជាផលរបស់ម៉ែឪលោកមិនមែនជាដូនជាតាជាផលជាហេតុគឺជាដូនជាតាដែលជាហេតុណាគាត់ជាផលរបស់តាទូតយាយទូតវាតចេញតណាមកតែលយល់អញ្ចឹងបានថាយើងជាពូជពងបងត្រកូលជាមួយគ្នាបើមិនបានគិតទេយើងអត់យល់ទេស្មានតែអ្នកកន្ទាតដតីណាបើវិចិត្រកើតទេណាម៉ែមួយឪមួយកូន4 10ពីបុរាណណាកូន4 10ហ្នឹង
មានប្តីមានប្រពន្ធទៅកូន4 10ម្នាក់ទៅទៀតទៅវាជាបែកច្រើនណាបងជឹកអៀតគ្នារាយនៅទូទាំងប្រជាណាចក្រកម្ពុជាហ្នឹងនេះដែលអាត្មាសម្ដែងឲ្យញោមញាតិយល់ថាយើងទាំងអស់គ្នាហ្នឹងវាជាហេតុផលចេញតគ្នាមកពូជពងវងត្រកូលដូចគ្នាទាំងអស់បងទី2គឺរួមសាសយើងគោរពពុទ្ធសាសនាដូចគ្នាទាំងអស់ទូទាំងប្រជាណាចក្រកម្ពុជាអត់មានសាសនាដទៃតិចតួចមិនគ្រីស្ទានមិនមូស្លីមអីតិចតួចទេតែយើងអ្នកកាន់ពុទ្ធសាសនាច្រើន90% អ្នកកាន់ពុទ្ធសាសនានៃការគោរពពុទ្ធសាសនាហ្នឹងដូចគ្នាមើលព្រៃវែងស្រុកកំពង់ត្របែកខេត្តព្រៃវែងនឹងមានប្រសង់យ៉ាងម៉េចមើលអត់មានខុសគ្នាទេស្លៀកពាក់ដូចតែគ្នាកអសក់ក្រុងស្បង់ក្រុងចពោតដូចតែគ្នាយ៉ាអាត្មាមកពីសៀមរាបដូចតែគ្នាមកអង្គុយដូចគ្នាបើគុំតែដឹងថាអាត្មាអ្នកសៀមរាបអត់ដឹងទេស្មានប្រសង់នៅស្រុកនេះឯងអើយប្រសង់ទាំងអស់គោរពពុទ្ធសាសនាគឺមានព្រះត្រៃបិដកជាគោលដូចគ្នាទានសិលសមាធិបញ្ញាដូចគ្នាទាំងអស់អត់មានខុសគ្នាទេនេះគេរួមសាសហ្នឹងគឺរួមសាសនារួមទុកកើតចាស់ឈឺស្លាប់ដូចតែគ្នាមិនអ្នកសៀមរាបចាស់សក់អ្នកព្រៃវែងចាស់ងាប់ទេណាបើដូចតែគ្នាអ្នកសៀមរាបក៏ចាស់ងាប់តែអាត្មាប្រាប់គេញោមញាតិសង្ស័យថាសៀមរាបnóអត់ងាប់ទេដឹងថាដូចតែគ្នាឯនេះរួម3យ៉ាងទី1រួមជាតិទី2រួមសាសនាទី3រួមទុកដូចតែគ្នាបងបាននេះតែយើងចិត្តស្និទ្ធនឹងគ្នាជាទីបំផុតប៉ុន្តែពីមុនអត់ដែលបានគិតទេថ្ងៃនេះអាត្មាមករំលើកបញ្យល់ដល់ប្រសង់នឹងញោមញាតិទាំងអស់ហ្នឹងឲ្យយល់ថាយើងបងប្អូនទាំងអស់គ្នាហ្នឹងសាច់ញាតិរំលើកប៉ុណ្ណឹងចុះផងតទៅនឹងលើកធ្វើទេសនាមកសម្ដែងធ្វើទេសនាដែលត្រូវសម្ដែងក្នុងឱកាសនេះកម្មវិធីបុណ្យនេះគឺធិនទានអញ្ចឹងបានលើកគោលធ្វើអនាដតីឆ្ងាយពីបុណ្យកឋិនទេគឺលើកពីកឋិនទានមកសម្ដែងប្រគេនជូនដល់ញោមញាតិពុទ្ធបរិស័ទទាំងអស់ឲ្យយល់អំពីកម្មវិធីបុណ្យកឋិនទាននោះតើញោមញាតិជាពុទ្ធបរិស័ទជាកឋិនទាយកអ្នកនាំសម្ពុតកឋិនមកប្រគេនព្រះសង្ឃត្រូវដឹងអីខ្លះត្រូវយល់កិច្ចអ្វីខ្លះដឹងកិច្ចអ្វីខ្លះដើម្បីនឹងធ្វើកឋិនហ្នឹងវាមានទាក់ទងនឹងញោមញាតិពុទ្ធបរិស័ទដែលជាអ្នកម្ចាស់កឋិនហ្នឹងប៉ុន្តែមុននឹងសម្ដែងអំពីហេតុកិច្ចនៃកឋិនហ្នឹងសូមលើកវត្ថុនៃទានយកមកសម្ដែងប្រគេនជម្រាបជូនញោមញាតិពុទ្ធបរិស័ទទាំងអស់គ្នានឹងឲ្យយល់ថាតើកឋិនទាននេះកើតមានពីត្រឹមណាមកតើអ្នកណាជាអ្នកអនុញ្ញាតបុណ្យកឋិនហ្នឹងព្រោះដើម្បីឲ្យបានដឹងពុព្វហេតុនៃកឋិនហ្នឹងក្នុងសម័យនោះព្រះសម្មាសម្ពុទ្ធជាបរមគ្រូទ្រង់គង់ប្រថាប់នៅវត្តចេតវនារាមវត្តចេតពុននៅជាតិក្រុងសាវត្ថីសម័យនោះឯងមានភិក្ខុទាំង30រូបលោកគង់នៅដែនបាថាភិក្ខុទាំង30រូបនឹងលោកសមាទានទុដងគ្រប់អង្គទាំងអស់ពាក្យថាទុដងបាលីថាទុតង្គៈប្រែជាខ្មែរយើងថាជា
ធั่วគ្រឿងដែលសម្រាប់កំចាត់នៅកិលេសនេះលោកសមាទានតដងនឹងដើម្បីកំចាត់ដើម្បីរារាំងនៅកិលេសជាគ្រឿងសៅមកស្មុគស្មាញទៅបណ្ដាលហ្នឹងលោកគង់នៅក្នុងព្រៃភិក្ខុ30រូបនោះលោកសមាទានទៅដុំ4ដុំមាន13ប៉ុន្តែស្រេចនឹងពេញចិត្តសមាទាននៅទៅដុំណាតាមទឹកចិត្តលោកដែលស្រឡាញ់ពេញចិត្តប៉ុន្តែភិក្ខុទាំង30រូបនោះលោកសមាទានទៅដុំ4ទី1ទៅដុំទី1របស់លោកគឺអរញ្ញកាលោកគង់នៅក្នុងព្រៃជាប្រកដីលោកមិនដែលគង់នៅវត្តឬទីកណ្ដាលវាឬគល់ឈើអត់ដែលនៅតែក្នុងព្រៃមិនសួរថានៅក្នុងព្រៃនឹងមានប្រយោជន៍អីថាប្រយោជន៍ថាកុំឲ្យភ្នែកនោះវាឃើញរូបល្អរូបស្អាតណារៀបរៀងរូបជាកិលេសគ្រឿងសៅហ្មងហ្នឹងឃើញតែរុក្ខជាតិព្រៃដើមឈើជុំវិញទាំងអស់ហ្នឹងលោកថារៀបរៀងកិលេសហើយតិចរបស់លោកក៏មិនអោយឮសំឡេងពីរោះសំឡេងច្រៀងដេញដំប្រគំដូរតន្ត្រីអីទេឮតែសូរសំឡេងសត្វបាក់សាបបាក់សៃយំនៅក្នុងព្រៃហ្នឹងនេះលោកហាមឃាត់ព្រោះរូបនិងសំឡេងហ្នឹងមិនអោយជួបប្រទេសព្រោះនៅតែជានឹងភ្នែករៀបរៀងយ៉ាងតដងទី2បិណ្ឌបាតេកាលោកអាស្រ័យចង្ហាន់បិណ្ឌបាតអាហារណាដែលដាក់ញោមដាក់ឲ្យក្នុងបានលោកឆាន់ប្រគេនលោកក្រៅបាតលោកមិនឆាន់ទេបាននេះទៅលោកដើរបិណ្ឌបាតឆាន់រាល់ថ្ងៃជាប្រកដីនេះតដងទី2របស់បរោហ្នឹងវិញញោមញាតដាក់ប្រគេនក្នុងបាតក៏លោកទទួលមកតែល្មមតែមួយឆ្អែតលោកឈប់ហើយអត់ទៅទទួលឲ្យពេញបាតឲ្យកំពុងពេញបាតហ្នឹងក៏អត់មិនយកតែមកល្មមមកសន្លឹងឃើញតែល្មមឆ្អែតលោកឈប់យកមកធ្វើផាត់កិច្ចបោះឆាន់ទៅដងទី3បង្សិកោលិកាលោកត្រង់នៅជីវៈបង្ស្កូលជីវៈបង្ស្កូលនេះគឺសម្ពត់ដែលញោមញាតក៏វែងចោលទៅតាមចាំថ្នល់តាមទីផ្សារធំសង្រាមអីហ្នឹងសម្ពត់ឲ្យញោមញាតឈប់អាឡ័យគេឈប់ស្រឡាញ់ឈប់ពេញចិត្តគេបោះចោលលោកទៅឆាក់ទាស់យកសម្ពត់ហ្នឹងឯងញោមញាតចោលแล้วវាមានបញ្ហាខ្លះប៉ិនបាតដៃខ្លះមកចង្អាមខ្លះមកទៀសទៅលោកទៅឃើញចេះតែទាស់យកមកដេកភ្ជាប់គ្នាក៏យកមកដេកភ្ជាប់គ្នាសម្ពត់នោះមានក្រាស់ផងមានស្ដើងផងឲ្យតែសម្ពត់ដេកឲ្យទំហំធំប៉ុនបានជាជីវរល្មមនឹងដណ្ដប់បានជីវរនោះមានពេញចិត្តអីតែមានជាប់ពាក្យចិត្តអីតែប្រសម្ពត់ប្រសាមកអាក្រក់ម្យ៉ាងទៀតលោកទៅទាស់យកសម្ពត់ស្នំដែលគេរុំសាកសពយកទៅចោលនោះនៅក្នុងទីបច្ឆាគឺព្រៃដែលគេចោលខ្មោចស្រស់ពីមុនមកសពគេអត់បញ្ចុះក្នុងដីទេគេយកទៅចោលក្នុងព្រៃ
បើឲ្យសត្វក្អែកសត្វខ្មាតចកស្វាស្វានស្វាដែលវាត្រូវការបរិភោគសាច់ហ្នឹងប៉ុន្តែសាកសពដែលស្រស់ស្រស់មិនទាន់មានឈាមមានខ្ទុះចេញពីទ្វារទាំង9ទេទៅប្រឡាក់ស្នំទេអត់ឲ្យទៅពិចារណាទោះយកទេជាប្រមាណតែគេរុំសាកសពយកទៅចោលសិលមាញ់នៅស្អាតសម្បត្តិអត់តែមានប្រឡាក់គ្រឿងអសពទេអត់ឲ្យទៅយកទេតែមានខ្ទុះមានឈាមចេញពីទ្វារទាំង9ទៅប្រឡាក់ស្នប់សម្បត្តិស្នប់ហ្នឹងបងរុយមករុំឡើងល្ងិតហ្នឹងគេថាវាស្មោកក្រោបបងសាកសពនៅយើងអសោជាងសាកសពអីទៅទៀតណាបងរុយមកទុំរុំឡើងល្ងិតសំសត្វរុយឲ្យតែមានកម្រងទៅណាទៅទុំក្លិនទៅរុំនេះទៅទោះយកមកបោកគក់ទៅឲ្យជ្រះហើយយកមកធ្វើជាចីវរបាំងស្គរហ្នឹងនេះពាក្យថាបាំងស្គរហ្នឹងប្រែមកថាសម្ពុតដែលប្រឡាក់ដោយផ្អកដោយជ្រំលោកត្រង់ជីវរបាំងស្គរទាំងអស់ទាំង30រូបហ្នឹងចីវរដែលប្រសង់យើងប្រើសប្តាហ៍ថ្ងៃនេះគេហៅបដិចីវររបស់អ្នកមានគេប្រគេនហើយមានខ្ទង់មានកន្សែងអីចីវរបាំងស្គរអត់មានទេគេយកមកដេឲ្យតែធំល្មមទៅដណ្ដប់បានวันนี้លោកត្រង់ជីវរបាំងស្គរនឹងឯងព្រោះជីវរបាំងស្គរនេះព្រះកាសបប្រមាកាសបលោកត្រង់ជីវរបាំងស្គរពួកលោកមកក្រុមហ្នឹងគឺមានប្រកាសបជាចម្បងជាប្រធេរៈសិស្សគាត់លោកទាំងអស់ត្រង់ជីវរបាំងស្គរដូចគ្នាសម័យព្រះសម្មាសម្ពុទ្ធជាសាវកណាព្រះមហាកាសបនេះលោកបានទទួលចីវរកហបតីអំពីព្រះសម្មាសម្ពុទ្ធត្រង់ថ្ងៃមួយព្រះកាសបលោកចូលទៅគាល់ព្រះពុទ្ធនាំបរិស័ទរបស់លោកទៅថ្វាយបង្គំព្រះពុទ្ធទៅដល់ព្រះពុទ្ធលោកតូចឃើញកាយរបស់ព្រះកាសបនឹងចាស់ជារាក្រំគ្រាស្គាំងស្គមហើយលោកត្រង់ជាមកបាំងស្គលវាក្រាស់ព្រះអង្គនឹកក្នុងប្រតិទាំងកាសបឲ្យចាស់ជារាក្រំគ្រាហើយត្រង់ជាមកបាំងស្គលនេះធ្ងន់ណាស់បងអញ្ចឹងហើយត្រង់ព្រះមេត្តាឲ្យកាសបថាឲ្យបោះបង់ជីវរបាំងស្គលនឹងចោលទៅចូលប្រើទៅក៏ដោះជីវរកហបតីអំពីព្រះអង្គប្រទានទៅប្រកាសបប្រើដូរឲ្យចោលជីវរបាំងស្គលប្រើជីវរកហបតីជីវរនេះសម្រាប់សាវករបស់ព្រះសម្មាសម្ពុទ្ធមានប្រកាសបមួយទេដែលបានទទួលជីវរកហបតីអង្គដោះពីព្រះអង្គប្រទានទៅឲ្យប្រើដោយនេះថាជំនាញនេះគេហៅថាចីវរបាំងស្គលហ្នឹងពីព្រោះប្រើកហបតីចីវរចិត្តវាស្រឡាញ់វាជាប់ចម្ពាក់មានប្រទេរៈមួយអង្គឈ្មោះប្រទេសថេមានប្អូនលោកត្បាញចីវរស្អាតយកទៅប្រគេនលោកតែប្រគេនលោកពេញចិត្តនឹងជីវរនឹងចាប់ចិត្តណាអានេះគេលែងកើតស្រឡាញ់ណានឹកឃើញទាំងព្រឹកស្អែកแล้วនៅដណ្ដប់ជីវរនេះទៅបិណ្ឌបាតចូលទៅស្រុកទៅបិណ្ឌបាតពេញចិត្តចាប់ចិត្តមានខ្សែស្អៀងដាក់អែបកន្លែងឲ្យលោកសិនហ្នឹងជីវរដែលគេប្រគេនលោកពាក្យណែលោកសិនមើលជីវរចាប់ចិត្តបើកើតជួនខែនោះលោកឆាន់អាហារព្រោះអាហារនឹងដូចមិនប្រសើរប្រកបដោយនាំឲ្យលោកកើតជំងឺរោគដល់ឆាន់ឆ្អែតទៅកើតរោគខ្យល់នៅក្នុងពោះដល់លោកសង្ឃយប់ឡើងទៅវាកើតរោគចាក់ច្រាស់ពោះហ្នឹងក៏សង្កត់
ទាំងយប់នឹងឯងទៅប៉ាំងមុនសគាត់លោកសម្លឹងមើលតែចៃវរចាប់ចិត្តនេះឃើញតែព្រឹកស្អែកដល់តំណប់ឯងទៅបិទបាតដល់លោកដាច់ខ្យល់ទៅចាត់នឹងចាប់នៅនឹងចៃវរទៅកើតចៃនឹងចៃវរនោះចៃនឹងចៃវរនោះធម្មតាភិក្ខុដែលលោកមានអាពាហ៍តែងតែមានកិលេសនុបដ្ឋៈអ្នករសាជំងឺហ្នឹងកាលណាប្រលោកសកត់ទៅគេយកគ្រឿងបរិក្ខាររបស់លោកនោះប្រគល់ឲ្យទៅកិលេសនុបដ្ឋៈអ្នករសាជំងឺតែប្រទេសសថេលោកឈឺឆាប់ពេកអត់មានកិលេសនុបដ្ឋៈអ្នករសាជំងឺទេគាត់អញ្ចឹងប្រសង់យកចៃវរហ្នឹងបរិក្ខាររបស់លោកហ្នឹងទៅចែកគ្នាយកចៃវរទៅចែកដល់អញ្ចឹងទៅចែកប្រទេសថេទៅកើតចែកហ្នឹងលោករត់ស្រែកពេញទៅនឹងតែមិនបានអីរកគ្នាមកប្លន់មកលួចយកចពោយ៉ាងទៅចែកគ្នាហ្នឹងចែកនោះស្រែកចឹងរត់ពេញយកចពោមានអ្នកណាឮអត់ទេបើសំឡេងរបស់ចៃហ្នឹងជ្រាបដល់ទៅព្រះស្រោតរបស់ព្រះអង្គគង់នៅគាត់សប៉ុណ្ណឹងគាត់ឮសូរសំឡេងចៃទាំងស្រែកអញ្ចឹងព្រះអង្គអីទេសថេទៅកើតជាចៃជាពោនឹងពួកភិក្ខុយកចៃវរទៅមកចែកគ្នាបរិក្ខារចែកនេះចៃកំពុងតែរត់ស្រែកហ្នឹងថាមិនបានឯងលួចបានប្លន់យកចៃវរឲ្យមកចែកគ្នាហ្នឹងអង្គពុទ្ធដំណើរចេញមកដល់កន្លែងនោះហាមពួកភិក្ខុថាអ្នកទាំងឡាយរកគ្នាគុំតែនយកចៃវរហ្នឹងមកចែកគ្នាសូមឲ្យទៅទុកសានចាំថ្ងៃទី8ដែលប្រទេសថេលោកសកត់ទៅគម្រប់8ថ្ងៃសូមយកមកចែកគ្នាព្រោះអាយុរបស់សត្វចៃបានតែ7ថ្ងៃតែចាំឲ្យចៃនោះស្លាប់ពីនឹងសិនចេញពីនឹងទៅកើតក្នុងទីដតីដែរបងបានឲ្យយកចពោនោះមកចែកគ្នានេះពុទ្ធលោកប្រាប់ពួកភិក្ខុទៅនោះតែប្រទេសថេនោះកើតចៃក្នុងចពោនោះឯងពុទ្ធលោកសំដែងប្រាប់ចឹងដល់អញ្ចឹងព្រះសង្ឃក៏យកចៃវរហ្នឹងទៅទុកទៅថ្ងៃទី8បានយកទៅចែកគ្នានេះនិយាយពីចិត្តឲ្យជាប់ជំពាក់នឹងចៃវរហ្នឹងបងសុគតទៅកើតចៃនឹងសូមឲ្យញោមញាតិជ្រាបអញ្ចឹងរឿងនេះជាវត្ថុនិទានមួយមនុស្សតែចិត្តស្លាប់អីតែចិត្តជាប់ជំពាក់នឹងអីទៅកើតអាហ្នឹងឯងនេះសូមឲ្យប្រយ័ត្នបងបានពេលចិត្តស្លាប់ទៅលោកឲ្យយើងនឹកពីកុសលផលបុណ្យដែលយើងបានសាងបានសន្សំហ្នឹងបានទៅកាន់សុគតិបានបើទៅជាប់ជំពាក់នឹងរបស់អីទៅកើតហ្នឹងហើយបងនេះជារឿងវត្ថុនិទានទៅដុំទី4របស់ភិក្ខុទាំង30រូបហ្នឹងលោកទេជវរកាលោកប្រើប្រាស់ចៃវរតែ3ទេអត់មានសម្ពុតមូតមានអីយកមកផ្លាស់ប្ដូរតែប្រើតែស្បង់ចៃវរសំតែអីតែ3ប៉ុណ្ណោះលោកពំព្រួយតែថាឲ្យវាខ្លីហ្នឹងណាបងកុំឲ្យចាត់ជំពាក់គក់ស្បង់ទៅសម្រាប់ចពោស្អីចពោទៅគក់ចពោសម្រាប់សំក្តីដូរគ្នា7 13ហ្នឹងនេះលោកត្រង់ចៃវរ3ឯភិក្ខុទាំង30រូបលោកសមាទានទៅដុំ4ហ្នឹងឯងទី1លោកនៅក្នុងព្រៃជាប្រកដីទី2លោកបិណ្ឌបាតចង្ហាន់ឆាន់ជាប្រកដីទី3លោកប្រើចៃវរបាំងស្គលទី4លោកប្រើចៃវរតែ3ទេគេយកពំព្រួញឲ្យខ្លីកុំឲ្យចិនអង្គវាប្រកបដោយកិលេសដោយកាមហ្នឹងចិត្តដល់ថ្ងៃចាំព្រះវស្សាភិក្ខុទាំង30រូបនោះនឹករលឹកហើយវាជាប្រពៃណីរបស់ព្រះសង្ឃកាលណាមុននឹងចូលវស្សាក្តីចេញវស្សាក្តីតែប្រពូលគ្នាទៅគឺព្រះសម្មាសម្ពុទ្ធព្រះអង្គគង់នៅកន្លែងណាក៏ឆ្ពោះមុខទៅកាន់ទីនោះភិក្ខុទាំង30រូបដល់ថ្ងៃចិត្តចូលវស្សាក៏នាំគ្នាស្រស់ស្រួលមូលមតិនេះធ្វើដំណើរទៅកាន់
វត្តចេតពុនក្រុងសាវត្ថីហ្នឹងពីដែនបាថាទៅក្រុងសាវត្ថីចម្ងាយ12យោជន៍សម័យជាង 2000 ឆ្នាំមានផ្លូវថ្នល់ចាក់កោជឿកោស៊ូចាក់បេតុងណាបងដើរតែផ្លូវជើងកាត់ព្រៃក៏វិចក៏វិចពុចផ្លូវលំមិនសូវមានបើមានចាក់ធ្លុះចាក់ថ្មអត់ស្អាតអត់ល្អទេហើយពីខុសនោះធ្វើដំណើរទៅវាយឺតទៅដល់ពាក្យកណ្ដាលផ្លូវចាំភាសាដល់ថ្ងៃចូលភាសាទៅដល់ស្រុកសាកែតហ្នឹងវាពាក្យកណ្ដាលពីសាកែតទៅដែនបាថា6យោជន៍ពីសាកែតទៅក្រុងសាវត្ថី6យោជន៍ទៅដល់ពាក្យកណ្ដាលដល់ថ្ងៃចាំភាសាទៅទីអត់រួចព្រោះដំណើរវាយឺក៏នាំគ្នាសមាធិចាំភាសានៅកន្លែងហ្នឹងទៅក្នុងកាលចាំភាសាហ្នឹងក៏រសាប់រសល់កវល់កវាយក្នុងចិត្តអានឹងជារឿងធម្មតាទេមិនមែនតែសម្រាប់ភិក្ខុ30រូបទៅ3ញោមញាក៏ដូចតែគ្នាកាលណាធ្វើកិច្ចការអីវាអត់បានសម្រេចទៅតែងតែរសាប់រសល់កវល់កវាយយ៉ាងធម្មតាអញ្ចឹងដល់អញ្ចឹងភិក្ខុ30រូបលោកអបសពកវល់កវាយទន្ទឹងក្នុងចិត្តតាំងយើងហើយមិនគួរពីត្រឹមសាកែតទៅសាវត្ថីហ្នឹងតែ6យោជន៍ជាមិនគួរទៅមិនដល់គិតថាអញ្ចឹងលោកក៏ចាំភាសានោះបាទឲ្យគម្រប់90ថ្ងៃ3ខែតែគ្រប់3ខែហើយដល់ថ្ងៃបវរណកម្មចេញភាសាក៏បវរណកម្មរួចទៅក៏ធ្វើដំណើរសំដៅទៅទៀតប្រហែលជាដូចឆ្នាំនេះឯងឆ្នាំនេះយកមកខែក៏ដឹកឲ្យភ្លាមតែរឹងបងបែបដូចគ្នាអញ្ចឹងឯងបងចេញភាសាហើយមិនតែរៀនពេកអុយភ្លៀងច្រើនក៏ទឹកក្នុងពេញវាលស្រែពេញស្ទឹងពេញអូព្រែកអីទាំងអស់វាក៏នោះក៏តដេបតដាប៉លុយទឹកទៅធ្វើដំណើរទៅជោគស្បង់ផោកប្រឡាក់ក្នុងស្បង់សង្កដីជាពោអស់សមកបងពុះពៀធ្វើដំណើរតទៅទៀតហ្នឹងបានចូលទៅដល់វត្តចេតពុននៅក្រុងសាវត្ថីហ្នឹងទៅដល់ហើយក៏ពោលពាក្យដែលគួររីករាយពាក្យដែលគួរនឹករលឹកចំពោះព្រះសម្មាសម្ពុទ្ធសួរអំពីការដែលមានអាពាធរបស់ព្រះសម្មាសម្ពុទ្ធសួរអំពីការដែលព្រះអង្គក្រោកឡើងដោយរហ័សអង្គុយដោយរហ័សសាកសួរសពតហ្នឹងដល់រួចហើយក៏អង្គុយស្ងៀមក្នុងមុខព្រះសម្មាសម្ពុទ្ធដូចញោមញាតអង្គុយស្ដាប់ធម៌ទេសនាអញ្ចឹងក្នុងពេលនោះព្រះសម្មាសម្ពុទ្ធលោកសួរទៅកាន់ពួកភិក្ខុសំណួរ3យ៉ាងសំណួរ3យ៉ាងនេះគ្រប់ពុទ្ធទាំងអស់មិនមែនព្រះសមណគោតមយ៉ាងទេពុទ្ធអង្គណាក៏ត្រាស់ដឹងឡើងថាកាលណាមានពួកភិក្ខុទៅឲ្យលោកតែងសួរសំណួរ4យ៉ាងហ្នឹងដូចគ្នាទាំងអស់គ្រប់ពុទ្ធសំណួរទី1សួរថាមនាលអវសោទាំងឡាយអ្នកទាំងឡាយល្មមអត់ត្រឹមបានទេហើយទី2សួរតើអ្នកទាំងឡាយល្មមប្រព្រឹត្តទៅបានទេហើយទី3សួរតើអ្នកទាំងឡាយមានការព្រមព្រៀងសាមគ្គីគ្នាទេនេះអត់ដែលចោលទេថាបែកសាមគ្គីហើយអត់បានសក់ទេទី4សូតើអ្នកទាំងឡាយរកគ្នាកន្លែងដែលអ្នកនៅនោះមានអាហារបិណ្ឌបាតឲ្យល្មមនឹងញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅបានមិនក្រលំបាកពេកទេសួរ4ហ្នឹងបងសំណួរទី1ពួកភិក្ខុក្រាបទូលរបស់ពិតមានវិភាយើងខ្ញុំព្រះអង្គល្មមនឹងអត់ព្រមបានសួរអំពីសេចក្តីទុក្ខដែលកើតឡើងនៅក្នុងខណ្ឌ5ហ្នឹងលំបាកដោយជំងឺរោគាអីមកប៉ះពាល់បៀតបៀនអីថាល្មមអត់ព្រមបានតស៊ូបានទី2ថាយើងខ្ញុំទាំងអស់គ្នាល្មមនឹងប្រព្រឹត្តទៅបានព្រឹត្តបានគឺធ្វើដែលព្រះអង្គសម្ដែងហើយនឹងល្មមនឹងបដិបត្តិបានទី3
ถ้าពួកយើងខ្ញុំនឹងមានការព្រមព្រៀងសាមគ្គីគ្នាល្អមិនដែលមានទំនាស់ទើសតេងឲ្យគ្នាទេមិនដែលមានសម្លក់សម្លឹងឲ្យគ្នាគឺព្រមព្រៀងល្អណាស់ក្នុងចំណោម30រូបនេះមានភិក្ខុអង្គណាមានអាពាធមិនស្រួលមិនអីអង្គដទៃទៀតក៏សាក់ស្រាំជួយព្យាបាលគ្នានឹងមិនប្រងើយកន្តើយទេនេះរៀបរាប់ទូលពុទ្ធវិសំបីតែព្រឹកឡើងទៅបិណ្ឌបាតអង្គណាដែលត្រឡប់មកដល់វត្តមុនមកដល់ក៏ក្រាលកំរាលតម្កល់ទឹកឆាន់ក្រាលកន្ទីរងចាំភិក្ខុដែលនៅផ្លូវឆ្ងាយមិនតែមកដល់ភិក្ខុឆ្ងាយនឹងលោកមកដល់ហើយក៏ព្រមព្រៀងឆាន់ទាំងអស់គ្នាអត់មានបែកទេអត់មានមកអង្គទៅឆាន់នេះមកអង្គទៅឆាន់នោះអត់មានគឺព្រមព្រៀងគ្នាទាំង30ឆាន់ទាំងអស់គ្នាដល់ឆាន់រួចហើយក៏មានអាណាក្រោកដើរចោលតែខ្លួនឲ្យគេបោះកន្ទីលឲ្យគេឲ្យអត់មានទេគឺចាប់ការងារគ្រប់តែគ្នាណាយកអភិជ្ជនៈទៅលៀងក៏លៀងទៅណាមូកន្ទីលក៏មូណាបោះក៏បោះមានការធ្វើគ្រប់គ្នាគេថាអត់មើលបំណាំគ្នាមានទឹកចិត្តដល់នេះការសាមគ្គីព្រមព្រៀងហ្នឹងព្រះសង្ឃញោមញាតតែឆាន់បែកគ្នាអត់ស្រួលទេក្នុងវត្តតាមអាត្មាសង្កេតអាស្រ័យនេះគួរតែមកធ្វើឆាន់ឲ្យជុំគ្នាទាំងអស់ទាំងភិក្ខុទាំងសាមណេរអញ្ចឹងបានមើលដឹងណាសោកណាទុកតែបែកឆាន់រៀងខ្លួនឯងអញរៀងតែខ្លួនណានៅប្រយ័ត្នឲ្យព្រមព្រៀងតែមួយឆ្នាំងបាយតែមួយឆ្នាំងសន្លតែមួយអញ្ចឹងមានឧបដ្ឋានសាលាតានេះមកឆាន់ឲ្យព្រមព្រៀងទៅគោរពគ្នាទៅវិញទៅមកតាមចាស់តាមចៃជាឧបជាជាថេរៈអីហ្នឹងបានសេចក្តីសុខនេះសំណួរដែលឆ្លើយពីការសាមគ្គីទី4ឆ្លើយថាកន្លែងដែលយើងខ្ញុំព្រះអង្គនៅនឹងមានអាហារបិណ្ឌបាតអីគ្រប់គ្រាន់ល្មមមិនខ្វះខាតទេក្រាបទូលព្រះពុទ្ធយ៉ាងអត់មានលំបាកទេ4យ៉ាងហ្នឹងធ្វើបានតែដល់ចុងក្រោយត្អូញត្អែទាំងបបិទ្ធព្រះដ៏មានពភាយើងខ្ញុំលំបាកនឹងការធ្វើដំណើរមកអង្គមគល់ព្រះសម្មាសម្ពុទ្ធព្រះដ៏មានពភាលំបាកណាមកតាំងពីមុនចូលភាសាមកអត់រួចបើយឺតយូរពេកក៏ចាំភាសាពាក្យកណ្ដាលផ្លូវទៅអត់ឲ្យចេញភាសាហើយបវរណកម្មធ្វើដំណើរមកទៀតថាបបិទ្ធព្រះដ៏មានព្រះមើលចុះស្បង់ចេញមកប្រឡាក់ដោយផោជោគអស់លីងបោចុះហេតុទឹកមកលុយទឹកមកតាមពេទ្យព្រះសម្មាសម្ពុទ្ធលោកតូតឃើញតាំងពីមកដល់តែលោកមិនទាន់ថានេះភិក្ខុទាំង30រូបនោះគឺពោលត្អូញត្អែនឹងការដែលធ្វើដំណើរមកថ្វាយអង្គមព្រះពុទ្ធគឺលំបាកណាស់4ខាងដើមដែលព្រះពុទ្ធលោកសួរថាអត់មានលំបាកលំបាកដែលថាមកថ្វាយអង្គមវាមិនបានដោយបំណងណាបានព្រះសម្មាសម្ពុទ្ធព្រះអង្គពិចារណាទាំងបើសិនណាជាថាគាត់បានអនុញ្ញាតកឋិនថារកិច្ចនេះដល់ពួកភិក្ខុសង្ឃក្នុងពុទ្ធសាសនាសំបភិក្ខុទាំង30រូបនឹងមិនលំបាកទេយ៉ាងព្រះអង្គពិចារណាចឹងបានទ្រង់មានពុទ្ធិកាទៅកាន់ពួកភិក្ខុ30រូបថាអនុជានេមភិក្ខវេវសង្ឃវថានាងភិក្ខុនាងកថេនាងអត្តរិតងនេះអនុញ្ញាតកឋិនតែមនាលភិក្ខុទាំងឡាយដែលថាគាត់អនុញ្ញាតឲ្យអ្នកទាំងឡាយបានអនុមោទនាក្រាលក្រមកឋិននៅក្នុងវេលាដែលអ្នកទាំងឡាយចាំភាសាបាន3ខែហើយនឹងមានសិទ្ធិទទួលអនុមោទនាក្រាលក្រមកឋិននេះជាដើមហេតុនៃកឋិនតែបានចាំភាសាផងណាញោមញាតបើមិនបានចាំភាសាអត់ទទួលកឋិនបានទេនេះព្រះសម្មាសម្ពុទ្ធអនុញ្ញាតកឋិនចំពោះភិក្ខុ30រូបនៅឯវត្តចេតពន្ធក្រុងសាវត្ថីហ្នឹងមានមូលដ្ឋានទីតាំងច្បាស់លាស់ផងសូមឲ្យញោមញាតទាំងអស់នេះចាំរឿងកឋិននោះថាព្រះអង្គទ្រង់អនុញ្ញាតកឋិនចំពោះភិក្ខុ30រូប
ពលដែលនៅក្នុងដែនបាថាមកថ្វាយបង្គំព្រះអង្គនៅវត្តចេតពុនក្រុងសាវត្ថីនេះបំព្រួញប៉ុណ្ណឹងយកឲ្យចាំដល់ប៉ុណ្ណឹងចុះដើមហេតុនៃកឋិនអាស្រ័យនោះបានជាមានកឋិននឹងតតាំងពីនោះដល់មកយើងហ្នឹងដើមហេតុគឺភិក្ខុ30រូបនឹងឯងចាំទេលោកអាចារ្យហ៎នៅចាំសំខាន់គឺអាចារ្យហ្នឹងឯងដែលប្រាប់ញោមញាតិហ្នឹងហើយនឹងប្រសង់ហ្នឹងអវដឹងរឿងក្នុងពុទ្ធសាសនាហ្នឹងថាហេតុដែលកើតកឋិនគឺមកវិកុ30រូបហ្នឹងហើយទ្រង់អនុញ្ញាតចំពោះភិក្ខុ30រូបហ្នឹងឯងបានមិនមានតដល់មកសប្តាហ៍ថ្ងៃនោះនេះប្រវត្តិនេះទៀតនេះកឋិនហ្នឹងប៉ុណ្ណឹងចប់ឥឡូវនិយាយពីកិច្ចរបស់កឋិនកឋិននេះពាក្យថាកឋិននេះប្រែមកអត្តន័យនេះវាជាប់ដោយរូបធម៌ផងនាមធម៌ផងទាំងពីរបើเราពោលឲ្យខ្លីឲ្យឆាប់យល់ពាក្យថាបុណ្យកឋិននេះគឺជាបុណ្យដែលញោមញាតិនឹងនាំយកចៃវរទៅប្រគេនឲ្យប្រសង់លោកធ្វើកឋិនញោមញាតិកឋិននទាយកដែលអ្នកមានសទ្ធាជ្រះថ្លាគេប្រគេនចៃវរទេញោមញាតិប៉ុន្តែកាលអាត្មានៅពីក្មេងឃើញដូនតាក៏ធ្វើកឋិនគិតไปមួយឆ្នាំ2ឆ្នាំដល់ធ្វើកឋិនកើតកឋិនរបស់យាយតាយើងពីដើមមិនមានតាំងពីទូមានតាំងពីក្រែពូខ្នល់ខ្នើយគ្រឿងប្រើក្នុងផ្ទះមានតាំងពីចានមានតាំងពីឆ្នាំងត្បាល់បុកគ្រឿងជ្រុញទាំងអស់ក្របគេថាសង្ឃីដាក់ក្នុងសង្ឃឹងហ្នឹងច្រើនបើរឹមរហើយស្បង់ចៃវរទៀតដេមានម៉ាស៊ីនណាដែលអ្នកដេដៃចែកគ្នាដេដេនាំមកជុលយ៉ាងហ្នឹងសម្រាប់បានសម្រេចកើតជាត្រៃចៃវរនោះពិបាកនេះនិយាយពីកឋិនពីចិនមុនណាអុយបើសិនណាយើងយល់ពីពាក្យថាកឋិនហ្នឹងដូចជាមិនលំបាកដល់ប៉ុណ្ណឹងបើកឋិនជាបុណ្យដែលញោមញាតិប្រគេនចៃវរទៅព្រះសង្ឃលោកធ្វើកឋិនអត់មានតិតងនឹងក្រែនឹងខ្នល់ខ្នើយនឹងអីចានឆ្នាំងអត់មានទេញោមញាតិសំបីតែបានធំយាមឆាត់ស្បែកជើងក៏អត់មានតិតងនឹងកឋិនដែរយ៉ាងបើកឋិនរបស់ញោមញាតិសប្តាហ៍តែឃើញមានជ្រះថ្លាដាក់មានបាតមានធំយាមមានស្បែកជើងមានឆាត់អីជាដើមអានេះគេមិនហៅអង្គកឋិនគេថាបរិវារកឋិនមានក៏បានមិនមានក៏បានដូចចានឆ្នាំងស្អីណាញោមញាតិជ្រុញត្បាល់បុកគ្រឿងកំបិតអីហ្នឹងអានេះគេបរិវារកឋិនមិនមានក៏អត់បញ្ហាទេតែបើសិនណាញោមញាតិមានទ្រព្យសម្បត្តិអាចធ្វើបានក៏ល្អដែរបងជួនកាលវត្តខ្លះខ្វះចានខ្វះឆ្នាំងប្រើទៅចានជាបែកអស់ទៅបងបើបានបរិវារកឋិនទៅក៏ជួយឲ្យបានរបស់ហ្នឹងប្រើតទៅទៀតបងប៉ុន្តែបើសិនមិនមានគឺអត់តងអីនឹងកឋិនទេគឺគេប្រគេនចៃវរទេស្រាប់បានហើយក្មេងៗណាចាំនេះរឿងកឋិនហ្នឹងត្រូវតែចាំណាដើម្បីឲ្យងាយធ្វើបើមិនយល់ទេពិបាកតែមែនទេនេះគេឲ្យចៃវរតែប៉ុណ្្នឹងទេអត់មានតិតងក្នុងស្អីយ៉ាងនេះនិយាយឲ្យប្រកាសច្បាស់លើបងហើយកឋិនពីមុនធៀបប្រមាតវត្តរមាសឈោនេះមានញោមញាតិណាគេមកសុំហែកឋិនចូលមកលោករាប់កឋិនគេហើយតក្រោយមកទៀតមានញោមញាតិណាជ្រះថ្លាទៀតថាចង់នាំកឋិនមកប្រគេនទៀតលោកមេវត្តក៏មិនហ៊ានទទួលយ៉ាងណាអត់ហ៊ានទទួលទេបងព្រោះរាប់កឋិនគេណោះហើយចា
វាអ្នកដែលចូលកឋិនមុននោះក៏មិនអោយអ្នកក្រោយចូលដែរអត់មានណាចូលបានទេដោយយល់ថាកឋិននឹងមានតែមួយទេមានតែមួយត្រៃអញ្ចឹងបើមានកឋិន2បើមានត្រៃកឋិន2ហើយបើមានកឋិនមក3មានត្រៃ3ហើយតើប្រសង់លោកក្រាលក្រុមកឋិនណាថាបើក្រាលក្រុមកឋិនអ្នកនោះទៅយើងអត់បានបន់កឋិនទេដល់បានយកមានអត់ចាត់វិញចឹងព្រោះបើលោកក្រាលក្រុងត្រៃរបស់គេយើងមិនអត់ឯងមិនក្រាលក្រុងត្រៃយើងបើលោកក្រាលក្រុងត្រៃយើងអ្នកនោះអត់បន់កឋិនហ្នឹងទេអញ្ចឹងបានចាត់ហ្នឹងអត់ឲ្យចូលទេអាហ្នឹងមកពីយើងអត់ដឹងមកពីយើងមិនយល់រឿងកឋិនដែលប្រសង់លោកក្រាលក្រុងត្រៃគេត្រៃឯងអីវាអត់តេតងទេអត់តេតងនឹងញោមញាតទេបងចាសំឲ្យញោមញាតយល់ចឹងឥឡូវអាត្មាលើកវត្ថុនិទានមកបញ្យល់ទៀតកឋិនសម័យពុទ្ធអត់មានមកជាជីវរគេមកសម្ពុតសតាមកសម្ពុតសរាប់រយផាប់ពេលតែញោមញាតអាចារ្យគណៈកម្មការវត្តរមាសហែកនេះចង់បង្កើតធ្វើបុណ្យកឋិនអរមាសឈោសម្រាប់រមាសហែកស្វ័យរៀងពកោបកាប្រាប់ញោមញាតខ្ញុំធ្វើកឋិនយកទៅប្រគេនព្រះសង្ឃនៅវត្តរមាសឈោអញ្ចឹងញោមញាតគេដឹងគេយកសម្ពុតមកចូលកឋិនអ្នកដែលមានគេចូល4-10ផាប់សម្ពុតទៅម្នាក់4-10ផាប់ទៅសម្ពុតឡើងកំណោក៏ខ្លះមកកៃទៅខ្លះក៏មកត្បូងទៅអញ្ចឹងសម្ពុតមកត្បូងស្ងៃអត់ដឹងតែនឹងមិនទេសម្ពុតមកត្បូងនោះគឺគេស្លៀកចង់ក្បិនបានមកក្បិនសល់យកមកពៀននេះបានមួយទៀតគេហៅមួយត្បូងសម្រាប់អាចារ្យវត្តស្លៀកចង់ក្បិនបានមកក្បិនណាពៀននេះបានមកកសែងទៀតគេហៅមួយត្បូងគេយកមកចូលបនហ្នឹងដាក់គោតងកំណោមិនដឹងជាប្រសង់លោកយកសម្ពុតអ្នកណាមួយទៅធ្វើជាស្អងចៃវរណាបើអញ្ចឹងបាននេះជាសម្ពុតដែលលោកបានយកទៅធ្វើជាស្បង់ជីវរកឋិនបាននេះទៅអ្នកម្ចាស់សម្ពុតអត់បានបុណ្យកឋិនទេអញ្ចឹងថានឹងអត់មែនអញ្ចឹងទេញោមញាតមិនមែនអញ្ចឹងទេទោះបីលោកយកសម្ពុតអ្នកណាក៏ដោយបើសម្ពុតអ្នកដែលជ្រះថ្លាចូលមកបានបុណ្យកឋិនដោយតែគ្នាហ្នឹងហើយនេះសូមជម្រាបចា៎ហើយបុណ្យកឋិនពីសម័យពុទ្ធអត់មានសូត្រមន្តអត់មានទេសនាអញ្ចឹងទេស្ងាត់ឈឹងគាត់តែគេថាធ្វើបុណ្យកឋិនគេសន្មតថ្ងៃណាយកសម្ពុតឲ្យទៅវេដល់គេវេគេមិនវេជាចៃវរទេគេវេជាសម្ពុតអ៊ីម៉ាំងទុសាំងអ៊ីម៉ាំងវតាំងកឋិនចៃវរាំងគេវេសម្ពុតណាសងៃនេះគេវេជាចៃវរតែមកគេដេស្រេចទៅហើយមិនចោលខុសគ្នាអញ្ចឹងបានថាវាខុសគ្នាសួរតែចុះកឋិនពីសម័យពុទ្ធអត់សូត្រមន្តតែសងៃយើងសូត្រមន្តពីមន្តផ្សំមកសូត្រមន្តពីណាមកថានឹងពីណាដូនតាយើងលោកបង្កើតកាលណាបុណ្យកឋិនមាននិមន្តព្រះសង្ឃមកសូត្រមន្តសូត្របរិទ្ធទេសនាផងប្រគេនចង្ហាន់ផងថែមទៅលើច្រើនសួរតែធ្វើនឹងទឹកខុសអីចាំបើពុទ្ធមិនបានបញ្ញត្តិបានអនុញ្ញាតថាបើអត់ខុសទេពេលមែនបើពុទ្ធលោកមិនបានអនុញ្ញាតថាវាចន្លោះក៏ប៉ុន្តែការដែលបន្ថែមទៅវាល្អអត់អីទេអត់មានតំណែងអីទេស្អាតបានទេបើមិនមែនកឋិនពីពុទ្ធមានសូត្រមន្តអីទេហើយការសូត្រមន្តហ្នឹងគេសូត្រអីធ្វើដើម្បីអីថាគេហៅព្រះបរិត្តចម្រើនបរិត្តចម្រើនព្រះបរិត្តធ្វើហ្នឹងជាធ្វើដោះគ្រោះតាមបែបពុទ្ធសាសនាដោះគ្រោះឲ្យញោមញាតដែលជ្រះថ្លាមកទាំងអស់គ្នាហ្នឹងឯងមកស្ដាប់ព្រះបរិត្ត
ហើយបើញោមញាតមានទៅខែថ្ងៃឆ្នាំដាក់ទៅមានពូអមនុស្សពូបីសាយចង់មកបៀតបៀនកាលណាស្ដាប់ព្រះបរិត្តទៅពួកនឹងថយអស់ទុកឱកាសឲ្យជីវិតរបស់យើងនឹងបានសោកឬព្រះបរិត្តពួកនឹងថយអស់អត់មកចិត្តទេនេះព្រះបរិត្តបែបដោះគ្រោះតាមពុទ្ធសាសនាហ្នឹងបើដោះគ្រោះតាមបែបសាសនាព្រាហ្មណ៍កាចណាស់ឬសូនហ្នឹងបងថាសត្វអវ័យក្បាលពីងបែកបែកភ្នែកពីងខ្វាក់បែកជើងពីងបាក់កំបុតត្រឹមស្មងអាពីងហ្នឹងអាសកាពាកពីងទីសណ្ដាលទៅលើពួកអមនុស្សតែមកបៀតបៀនសាបានទេយោញាតបណ្ឌបរិទ្ធក្នុងពុទ្ធសាសនាដែលប្រសងលោកសូត្រទៅសុំឲ្យពួកតែនឹងថយឲ្យឆ្ងាយពីមនុស្សទៅកុំមកធ្វើទឹកតោសុំឲ្យថាឲ្យថយដល់បរិទ្ធខាងសាសនាព្រះវាយបាក់ជើងបែកក្បាលបែកភ្នែកឲ្យបោកាចណាបណ្ណាអានេះគឺនិយមធ្វើប៉ុន្តែយើងបើយើងដឹងពីព្រះបរិត្តរបស់ពុទ្ធសាសនានឹងមានអនុភាពជាធ្វើដោះគ្រោះទៅចាំពិបាកទេយកមកគ្រប់តបន់តែមានធ្វើបន់អីគេសូត្របរិត្តឲ្យដើម្បីដោះគ្រោះញោមញាតដែលមកជួយបន់អរគ្នាឲ្យវរួយគ្រោះថ្នាក់អំពីថ្ងៃខែឆ្នាំដាក់នឹងពួកអមនុស្សមកបៀតបៀនអីហ្នឹងសូមឲ្យវាថយទៅទុកឱកាសឲ្យមនុស្សនោះបានរស់នៅដោយសេចក្តីសោកនេះមិនចាំបរិត្តណានេះស្គាល់តែបញ្ជាក់ថាកឋិនពីសម័យពុទ្ធអត់មានសូត្រមន្តអីទេមកកឋិនយើងទៅថ្ងៃឈើច្រើនក៏ញោមញ៉ាំងទឹកចិត្តរបស់ញោមញាតឲ្យជ្រះថ្លាមកកោះកមូលមីនៅក្នុងវត្តឬកន្លែងរោងបន់ទៅធ្វើតាមផ្ទះណាទៅជួបជុំគ្នាស្ដាប់ព្រះបរិត្តរំដោះគ្រោះស្ដាប់ធ្វើទេសនាទៅកើតបញ្ញាដោយបនកឋិននេះធ្វើមកទៅបញ្យល់ទៅកឋិននេះជាកិច្ចធ្វើចាឲ្យយើងដឹងយ៉ាងចេះហ្នឹងហើយប្រគិនចង្ហាន់នេះបានបននឹងប្រគិនផតាចំពោះព្រះសង្ឃនោះវាព្រមត្រួតចឹងបងហើយសំដែងនេះកាលណាឲ្យញោមញាតដឹងថាកឋិនពីសម័យប្រពន្ធនឹងយ៉ាងណាហើយកឋិនយើងសប្តាហ៍យ៉ាងណាទីព្រាទៅវាខុសគ្នាកឋិនសម័យប្រពន្ធគេនាំសម្ពត់ต้องដុំទៅវេប្រគេនឬទិនសំថ្ងៃយកចៃវរស្រេចមកប្រគេនក៏ប្រពន្ធលោកអនុញ្ញាតឲ្យទទួលដែរពីបុរាណពីសម័យប្រពន្ធពិបាកណាស់ញោមញាតលោកអ្នកក្រៅក្រងកឋិនទៅយកសម្ពត់កឋិនទៅយកទៅកក់លាងទឹករួចទៅបោកកក់ទៅយកទៅវាស់យកទៅហែកយកមកដានយកមកដេពិបាកណាស់បងតែកឋិនគេវេថ្ងៃណាត្រូវធ្វើឲ្យស្រេចថ្ងៃនោះទុកដល់ស្អែកអត់បានទេតែទុកដល់ស្អែកក្រាលកឋិនអត់ឡើងទេអានេះច្បាប់ខាងប្រសង់ដែលលោកទទួលកឋិននោះវាពិបាកញញឹមមកចលក់សំបីតែទឹកអមចាត់ដែលចលក់ក៏ពិបាកមិនមានលៀកអីដោយសារថ្ងៃគេចលក់មកជាប់ប្រឡាក់ពឿនឹងដាច់បានព្រាមទេវាមុនយកក្រាក់ខ្នោយកឲ្យតែមកស្ងោទឹក3រមាស់ឲ្យនៅទឹកមួយហ្នឹងឲ្យវាខាប់ទៅហ្នឹងវាចលក់មិនចលក់ម្ដងបានពើសំរចលក់3 4ដងចលក់ឲ្យហាលស្ងួតហាលឲ្យយកមកចលក់ទៀតយកទៅហាលទៀតមកចលក់ពីម្ដងបានពើនោះត្រឹមត្រូវក្រាក្រងកឋិនឡើងពិបាកណាស់ណាបងអុយគេវេថ្ងៃណាត្រូវធ្វើកឋិនឲ្យស្រេចឯនោះអត់ទុកបានតែកន្លងរាត្រីដល់ស្អែកយកទៅធ្វើអត់ឡើងតែកឋិននោះខូចហើយសួរតែចាំបើខូចដល់ញោមញាតដែរខូចតែប្រសង់ហើយវាដាច់គ្នាអត់មានតាកតងនឹងខូចតែកឋិនប្រសង់ទេកឋិនញោមញាតអត់ខូចទេវិញអ្នកដើមទៀនដូចញោមញាតត្រូវដឹងកាលរបស់កឋិននេះជាកាលទានមួយជាសង្ឃទានមួយវាមានលក្ខណៈពីរកាលទានគឺកាលរបស់កឋិនពីថ្ងៃ100ខែអាសត់ទៅទល់នឹងពេញបោខែកដិក29ថ្ងៃក្នុងចន្លោះនោះគឺកាលរបស់កឋិនវេកឋិននៅពីថ្ងៃ100ខែអាសត់រៀងមកដល់ពេញបោខែកដិកអស់ហើយតែដល់លើ100ខែកដិកឈប់កឋិនដែរវេមិនក៏វាមិនឡើងដែរព្រោះប្រពន្ធសំដែងដែលមានកាលលទានដែលមានកាលកំណត់
មួយឆ្នាំមានតែ29ថ្ងៃអានេះត្រូវដឹងមួយទី2គឺកឋិននេះគេវេប្រគេនចំពោះសង្ឃមិនវេប្រគេនលោកគ្រូវត្តរមាសឈោនេះទេតែកាលណាយើងញាតិគិតថាតែជ្រះថ្លានោះលោកគ្រូវត្តរមាសឈោនេះអានេះអាត្មាលើកជាឧទាហរណ៍ណាបងប្រាប់ខ្ញុំញាតិកឋិនញោមអត់ឡើងទេខូចឲ្យជាបដិបុគ្គលិទានព្រោះគេធ្វើចំពោះសង្ឃពាក្យថាសង្ឃជាភាសាបាលីប្រែជាខ្មែរយើងថាម៉េចប្រែជាខ្មែរថាវងថាពួកថាក្រុមបើនិយាយពីវងពួកក្រុមយើងស្ដាប់បាននៅខ្មែរអត់តែមកវងមានគ្នាច្រើនណាស់មកក្រុមក៏មានគ្នាច្រើនមកពួកក៏មានគ្នាច្រើនដែរគេវេប្រគេនចំពោះព្រះភិក្ខុសង្ឃវងនៃភិក្ខុសង្ឃមកវត្តរមាសឈោមានប្រមាណអង្គគេមកប្រគេនអត់មានសំដៅទៅលើបុគ្គលទេត្រូវឲ្យដឹងលក្ខណៈពីរនេះបើមិនដឹងលក្ខណៈពីរខូចឯកធិនម្យ៉ាងធ្វើត្រូវកាលមែនតែចិត្តបង្អន់ទៅខុសប្រគេនចំពោះលោកគ្រូចៅអធិការកុសលអត់ឡើងទៅខូចបើយើងប្រគេនចំពោះបុគ្គលអាម្នាក់គេហៅបុគ្គលពី2ទៅ3គេហៅគណៈពី4នោះគេហៅសង្ឃ4ហៅសង្ឃមានសង្ឃ4អង្គសង្ឃ5អង្គសង្ឃ10អង្គសង្ឃ20អង្គសង្ឃច្រើនជាង20អង្គមាន5ក្រុមអានេះបងប្រពន្ធដូចចែកបើអញ្ចឹងត្រូវឲ្យដឹងណាកឋិននឹងត្រូវធ្វើតាមកាលមួយហើយនឹងវេប្រគេនចំពោះព្រះសង្ឃត្រូវចាំអញ្ចឹងបងអរិកាណាញោមញាតវេតើវេរួចហើយព្រះសង្ឃអញញោមញាតបានទទួលហើយបុណ្យកឋិនមិនចាំប្របាក់លោកក្រងលោកមិនក្រងទេរឿងក្រងក៏នៅឬលោកទេយើងអ្នកម្ចាស់កឋិនឲ្យតែវេចោះបុណ្យកឋិនយើងបានហើយអត់ទាក់ទងគ្នាទេអានេះជាលក្ខណៈដែលត្រូវដឹងមិនចាំតែលោកក្រងតែសម្រាប់លោកទទួលយកពីយើងទៅយកទៅក្រងក្តីឡើងក្តីមិនឡើងក្តីលោកយកទៅចោលឯណាក្តីអត់ខូចកឋិនយើងទេបើដាច់ស្រេះចេញពីគ្នាអានេះវិធីធ្វើបុណ្យកឋិនគេថាសង្ឃទានគេធ្វើទានចំពោះសង្ឃទេមិនមែនធ្វើទានចំពោះបុគ្គលទេស្ដាប់បានទេលោកអាចារ្យកាលទានមួយសង្ឃទានមួយគេវេប្រគេនចំពោះព្រះភិក្ខុសង្ឃទេបងអានឹងសូមឲ្យយល់អញ្ចឹងហើយសម្រាប់វិធីដែលវេកឋិននេះត្រូវយកចីវរទៅដាក់ឲ្យជាប់នឹងអត្តបាសរបស់ព្រះសង្ឃលោកគង់កុំដាក់ឲ្យឆ្ងាយអត់បានយកដាក់ជាប់អត្តបាសមហាត់ពីលោកវិសំវេទៅអានេះក្នុងគម្ពីរសមុហវិន័យលោកប្រាប់ថាឲ្យយកចីវរកឋិនទៅដាក់ឲ្យជាប់អត្តបាសនឹងសង្ឃសំវេទោះបីព្រះសង្ឃលោកគង់អង្គុយក្តីលោកឈរក្តីដាក់ទៅជាហត្ថបាសបើញោមញាតធ្លាប់ឃើញនៅព្រះសង្ឃលោកគង់អង្គុយដល់ថាឈរមិនដែលឃើញទេដែរបានអាត្មាសំដែងថាគម្ពីរសមុហវិន័យលោកប្រាប់ថាព្រះសង្ឃឈរក្តីអង្គុយក្តីតែកន្លែងខ្លះវាត្រូវតែឈរអង្គុយវាអត់កើតយ៉ាងសួរឈរយ៉ាងម៉េចថាដូចជាញោមណាំយកកឋិនទៅប្រគេនវត្តស្រុកស្រែស្រុកក្រៅទូឆ្នាំនោះភ្លៀងមកវាជោគជាំដាច់ផ្លូវដែលអីទៅណាំកឋិនទៅអត់ដល់វត្តទេអញ្ចឹងទៅប្រគេនតំណែងទៅប្រសង់ឲ្យលោកនិមន្តមកជួបគ្នាកន្លែងណាញោមទៅដល់កន្លែងណាដែលជួបនៅបានណាត់គ្នាជួបហ្នឹងអត់ឲ្យជួបហ្នឹងភ្លៀងនៅប្របាញ់ដូចឆ្នាំនេះទៅអង្គុយមិនកាយកកន្ទេលក្រាណាកណ្ដាលវាលហ្នឹងបើអញ្ចឹងត្រូវឈរប្រសង់លោកឈរទៅព្រោះញោមនេះក៏ឈរដែរអង្គុយអត់បានដែរ
ត្រូវយកចៃវរទៅដាក់ឲ្យជាប់ហាត់តបាទៅវេទៅបងប្រគល់ទៅវេចប់ហើយបនឡើងហើយប៉ុន្តែញោមញាក់ខ្លះក៏អត់ដឹងទៀមទាលើកថាទៀមទាយកត្រៃទៅវេអត់ទៅប្រគិនប្រសំឲ្យលោកទទួលផ្ទាល់អាហ្នឹងក៏អត់បានដែរព្រោះកឋិនមិនដូចជាបនដតីទៀតទេបើញោមញាតវេបច្ច័យ4វេអីវេចប់ហើយប្រើពាក្យសម្ដីវេចប់ត្រូវលើករបស់ទៅប្រគិនលោកទៀតយ៉ាងប៉ុន្តែកឋិនអត់បានទេវេបានតែសម្ដីទេរួចទុកដាក់ហ្នឹងផងក្នុងនោះប៉ុណ្ណឹងចប់អត់ទៀមទាលើកប្រគិនទេញោមញាតប្រមាណទេតែមានណាទៀមទាប្រគិនលោកទៀតអត់ទេអានេះលក្ខណៈញោមញាតដែលវេប្រកឋិនហ្នឹងបងហើយសម្រាប់ព្រះសង្ឃទៀតនិយាយខាងព្រះសង្ឃខាងវិន័យព្រះសង្ឃបើត្រូវឲ្យញោមញាតដឹងដែរប្រចង្កាលញោមញាតអញ្ចឹងក្នុងគម្ពីរវិនយាលង្ការដីកាលោកប្រាប់ថាព្រះសង្ឃដែលទទួលកឋិនទទួលបានតែចិត្តទេអត់បញ្ចេញវាចាទទួលទេឬយកដៃទៅទទួលញោមប្រគេក៏អត់បានក៏សង្កលចិត្តគេវេចាប់ក៏សង្កលថានេះចៃវរនេះគេប្រកល់ស្រាប់កឋិនទទួលតែក្នុងចិត្តស្ងៀមបានទម្លាប់យើងពីដើមកាលណាវេកឋិនចាប់ឲ្យលោកប្រសំតែងទទួលថាសាធុអានោះបញ្ចេញវាចាក៏ប៉ុន្តែអ្នកប្រាជ្ញលោកកែថាសាធុនោះមិនមែនជាសេចក្តីត្រេកអរទទួលនៅកឋិននេះក៏ឲ្យពោលប្រសំម្នាក់បានសុខសប្បាយប្រាថ្នាមិនឲ្យសម្រេចយ៉ាងតែគាត់ថាញ៉ាកែដាក់ទៅប៉ុន្តែសប្តាហ៍ប្រសងលោករៀនសូត្រទៅឃើញច្បាប់ក៏លោកឈប់ថាសាធុបើនៅវត្តខ្លះថាសាធុក៏មិនដឹងដែរទេបើភាកច្រើនគេឈប់ហើយកាលណាទៅវេចប់នៅស្ងៀមបើជាងការញោមញាតទៅយកទៅវេវត្តនោះឃើញលោកសាធុដល់មកវេវត្តនេះឃើញលោកនៅស្ងៀមកាត់មកមានវិបដិសារីសង្ស័យទីជាលោកនោះមិនវេចប់តែលោកថាសាធុចូលលោកវត្តណៃមិនស្ងៀមកំប្រឹងគិតថាលោកខ្ជិលដល់លោកវត្តនេះខ្ជិលដល់ថាដល់តលុយកាន់សាធុមួយម៉ាត់មិនថាណាអានេះគេថាមានវិបដិសារីដល់អញ្ចឹងវាខូចបនញោមបញ្ជាអាត្មាត្រូវសម្ដែងប្រាប់ថាកឋិននេះកាលណាញោមវេឲ្យលោកត្រូវនៅស្ងៀមហើយញោមញាតទៀមទាប្រកេតក៏អត់បានប៉ុណ្ណឹងបងនេះកិច្ចកឋិនអានេះកិច្ចការប្រសំដែរបើតាប្រាប់ឲ្យញោមដឹងយ៉ាងបងអានេះកិច្ចដែលត្រូវដឹងតិចហ្នឹងឯងបងវិកឋិននេះទៀតនិយាយថាកាលណាធ្វើកឋិនត្រូវមានមួយត្រៃមួយត្រៃពាក្យថាត្រៃនេះភាសាសំស្ក្រឹតមួយត្រៃប្រែជាខ្មែរថា3នេះនៅខ្ញុំមិនទេប្រសងលោកចាំភាសាអស់ត្រៃមេ3ខែព្រះរតនត្រៃ3គឺពុទ្ធពធប្រសងត្រៃប្រែថា3ចៃវរនេះគេប្រែមួយត្រៃគឺមាន3ដូចគ្នាមានស្បង់1ចៃវរ1សង្កដី1 3ប៉ុណ្ណឹងរបស់ក្រៅពីនោះគេអត់គិតថាជាត្រៃទេមានតែ3ស្បង់ចៃវរសង្កដីដល់ទីទៀតមានអវត្តធនចង្កេះនេះแล้วអង្គការយប៉ុនតណាំងហ្នឹងសម្រាប់កវ៉ាត់ទប់ស្បង់ក៏ឲ្យលបូនហ្នឹងហើយមួយទៀតអង្គរប៉ុនតណាំងនៃវត្តធនទ្រូងនេះគេកវ៉ាត់ទប់ចពោកមករយៈបរិខា2នេះព្រះសម្មាសម្ពុទ្ធលោកអនុញ្ញាតប៉ុន្តែមានអាចារ្យខ្លះគាត់ថាត្រៃមាន7វិញចឹងទៅទៀតដែលឮដែរអាចារ្យខ្លះថាត្រៃ7ហ៎អត់ដែលអញ្ចឹងត្រៃ7แล้วរាប់អីខ្លះថាស្បង់ចពោសង្កេត3ហើយរាប់ទៀតបុត្រភ័ណ្ឌចង្កេះ1 4បុត្រភ័ណ្ឌទ្រូង1 5អង្គស័ក1 6ប្រក្រាប1 7អញ្ចឹង
បានវត្តធនចកែវត្តធនទ្រង់ពុទ្ធលោកអនុញ្ញាតដោយអង្គស័ករបស់នាងភិក្ខុណីទេមិនមែនរបស់ភិក្ខុទេសម្រាប់នាងភិក្ខុណីប្រើបើសងៃភិក្ខុក៏យកមកប្រើទាំងគេទាំងអាត្មាដែរត្រឹបទៅវាមកពាក្យប្រើទៅសម្រាប់ទប់ញើសកុំឲ្យជោគដើមចពោពេកហើយអង្គស័កជារបស់នាងភិក្ខុណីនេះគឺអោតនឹកគេតាមបានដែរបាទអាត្មាមិនថាអោតនឹកទេអាត្មាថាអោក្តោបព្រោះនាងភិក្ខុណីមិនអាចសម្ដេចខ្លួនទៅទេបានទេដោយស្ត្រីសងៃយើងមើលមកមានអោតនឹកឲ្យគេបាត់បាំងហើយសម្រាប់ភិក្ខុណីទេយើងសងៃយកមកប្រើអាផាក្រាបរបស់សៀមទេអត់មែនផកខ្មែរទេសៀមទេអ្នកបង្កើតណាវិសុទ្ធតែផកសៀមមិនបានខ្មែរយកមកប្រើថាខ្មែរយើងនៅក្រោមអាណានិគមរបស់សៀមសៀមរាបនៅបាត់ដំបងនៅក្រោមអាណានិគមរបស់សៀមគ្រប់គ្រងត្រួតត្រារដ្ឋាភិបាលភ្នំពេញត្រួតត្រាបានខេត្តពោធិ៍សាត់នៅកំពង់ធំទេណាក៏សៀមរាបបាត់ដំបងសៀមគ្រប់គ្រងលោកសង្ឃសៀមរាបនៅតែសូត្រធ្វើសៀមសងៃមិនទាន់អស់ទេបងយើងសូត្រឱកាសវន្តាមីលោកសូត្រឱកាសវន្តាមីសាតោទេយើងថាអជាមយាថាអឆមយាឆាឃើញទេអសរចូលថាឆាបើឈប់គេថាឆាចូលគេថាជាលោកមិនថាចូលទេថាឆាមិនយកប្រាប់លោកថានឹងធ្វើសៀមលោកមិនតាមតែនឹងបុរាណពីលោកគ្រូលោកខ្ញុំគិតមើលបាទសោចយ៉ាងឯងសិលអតនេទានេវេថាអតនាឋានាវេសោតាមសៀមណាស្អីបាទនឹងសៀមរៀបមិនជាប់วันเอากรรมนาในกุมบาซีมวิปวัตរបស់បក្រាបនេះកើតកាលសៀមនោះកើតចម្បាំងភូមិដល់កើតចម្បាំងភូមិទៅភូមិប្រើយកលោកសង្ឃមកធ្វើចារកិច្ចមកយកការពីស្រុកសៀមចូលជាលោកសង្ឃមកដល់សៀមគេដឹងគេបោះព្រះសង្ហាហ្នឹងនំបក្រាបហ្នឹងឲ្យលោកសង្ឃសៀមប្រើព្រោះសម័យហ្នឹងអត់មានសភៅឆាយាទេអត់មានក្តារទេសម័យហ្នឹងបងតែឆាយាគេចាងស្លឹករឹតទេបងដល់ហ្នឹងទៅក៏បោះជីវរហ្នឹងឲ្យប្រើបក្រាបឲ្យប្រើកាលណាគេឆែកទៅលោកណាមានសញ្ញាព្រះសង្ហាហ្នឹងលោកសង្ឃថៃសៀមលោកណាអត់ទេចារកិច្ចភូមិគេចាំរឿងនោះវិញចឹងដែរបងហើយគេស្រាប់មកត្រឹបដៃក្រាបបងថាផាក្រាបផាសម្ព័ន្ធក្រាបត្រឹបដៃក្រាបចឹងនោះប្រើជាប់មកបងបើលោកប្រកាន់ណានឹងបុរាណអានេះប្រវត្តិរបស់បក្រាបណាបងនេះបានថាត្រៃ7មែនទេមាន13ទេបងហើយសួរតែចឹងញោមញាតិតែធ្វើកឋិនតើមានមួយត្រៃមាន3នឹងបានធ្វើកឋិនបានទេថាអត់ទេមានតែមួយលៀងក៏ធ្វើកឋិនបានមួយលៀងគឺមានជាពោមួយស្បង់មួយឬមានតែចៃវរមួយឬមានតែស្បង់មួយឬមានសម្ព័ន្ធមកដុំមកលមុំតែធ្វើស្បង់មួយបានចៃវរមួយបានប្រើក៏កឋិនដែរនៅតែទេបងទោះបីញោមញាតិមាន100ត្រៃក៏ដោយត្រូវបានប៉ុនកឋិនតែគ្នាគេមិនមានមួយត្រៃទេមានតែមួយលៀងក៏កឋិនដែរចឹងមិនបានថាអញ្ចឹងភិក្ខុដែលលោកក្រាលក្រមកឋិនទោះបីញោមញាតិមានមួយត្រៃទៅប្រគេនលោកដល់លោកក្រាលក្រមកឋិនតែមួយទេណាញោមញាតិមិនក្រាលទាំងអស់ទេលោកអ្នកក្រាលក្រមលោកសពតិពេញចិត្តនឹងស្បង់ឬស្បង់លោកវលហែកទៅតាមពិតលោកដែលក្រាលក្រមកឋិនពីពុទ្ធសម័យគឺព្រះអង្គណាដែលមានចៃវរទុពលភាពដាច់ដាច់ពុករលួយប្រើមិនកើតទេជំនុំសង្ឃលោកប្រគល់ឲ្យទៅអង្គនោះឯងក្រាលក្រមកឋិននោះ
ហើយបើថាស្បង់លោកឲ្យលហើយយើងនិយាយទៅចោលលោកត្រូវយកជាស្បង់នោះមកក្រៅក្រៅលោកមកស្លីហើយលោកប្រកាសប្រាប់សង្ឃថាបបិទ្ធប្រសង្ឃដែលចម្រើនខ្ញុំក្រាលក្រុងប្រទេសនេះដោយស្បង់ហ្នឹងលោកប្រកាសប្រាប់យកតែមួយទេដល់អញ្ចឹងចៃវងសង្ឃក្តីនៅក្រៅប្រទេសនេះអត់មានជាប់ប្រទេសនេះទេចាប់បើលោកពេញចិត្តឬចៃវរលោកលហើយលោកយកចៃវរលោកប្រកាសប្រាប់សង្ឃថាខ្ញុំក្រាលប្រទេសនេះដោយសម្ពុតចៃវរនេះដល់អញ្ចឹងសង្ឃក្តីនឹងស្បង់នៅក្រៅប្រទេសនេះអត់មានជាប់តាក់ទងអីទេអរិបើលោកសពប្រទេសនឹងសង្ឃក្តីលោកប្រកាសប្រាប់សង្ឃថាខ្ញុំក្រាលប្រទេសដោយសម្ពុតសង្ឃក្តីនេះដល់អញ្ចឹងចៃវរស្បង់អត់តាក់ទងប្រទេសមានបានតែមួយទេណាបងនេះមិនថាញឹកញាក់មានមកត្រៃក៏បានមិនមានមកត្រៃក៏បានអញ្ចឹងសង្ឃក្តីបើលោកក្រាលក្រុងប្រទេសដែលសង្ឃក្តីទៅសង្ឃក្តីពីរជឿនបានក្រាលឡើងសង្ឃក្តីតែមួយជឿនក្រាលមិនឡើងទេបើចៃវររបស់ត្រៃរបស់ញោមមានសង្ឃក្តីតែមួយជឿនលោកយកចៃវរឬស្បង់ទេតែយកសង្ឃក្តីមកក្រាលអត់ឡើងទេព្រោះព្រះពុទ្ធទ្រង់អនុញ្ញាតទៅសង្ឃក្តីត្រូវពីរជឿនសួរមិនបានសង្ឃក្តីពីរជឿនថានឹងតម្រូវទៅតាមប្រទេសដែលវាក្តៅលោកឲ្យប្រើស្បង់មួយជឿនចៃវរមួយជឿនសង្ឃក្តីពីរជឿនសង្ឃក្តីពីរជឿនគេយកចពោពីរមកដេកជាប់គ្នាចឹងបើពីរជឿនចុះបើស្រកដែលតិចស្រកតិចក៏ឲ្យប្រើស្បង់ពីរជឿនចៃវរពីរជឿនសង្ឃក្តី4ជឿនវាការពារតិចបើនៅស្រុកបារាំងស្រុកអាមេរិកអីប៉ុណ្ណឹងក៏ត្រួតមិនឈ្នះបងអាត្មាជាដល់មកធ្លាក់ទៅកនេះទ្រង់អនុញ្ញាតពីរបែបនឹងឯងបងនេះសូមឲ្យជ្រាបអញ្ចឹងបើអញ្ចឹងបាននេះតែកឋិនមិនចាំញោមញាតមានដល់មួយត្រៃទេឬញោមញាតដែលមានអាចមួយត្រៃពីរត្រៃឲ្យតាមទឹកចិត្តសទ្ធារបស់ញោមញាតបើសម្រាប់អ្នកដែលក្រខ្វះខាតមានតែមកលៀងក៏បានជីវរមួយក៏បានស្បង់មួយក៏បានយកមកចូលទេបានក៏បនកឋិនដូចគ្នាព្រោះញោមញាតស្ដាប់ច្បាស់ហើយដល់លោកក្រាក្រងតែមួយទេណាអូបានតែមួយទេអត់ក្រាក្រងទាំង3ទេស្ដាប់បានទេលោកចាហ៎និយាយអានេះសំដែងឲ្យវាអស់ជើងដល់បានហើយគេថាអញរកមកត្រៃប្រហែលទេធ្វើកឋិនវាមិនកើតតែមែនទេមានចពោមកលៀងឬក៏ចពោមួយស្បង់មួយយកមកចូលកឋិនដែរហើយវាគ្មានណាមេគ្មានណាកូនកឋិននេះទេមេកាន់គេព្រួយផ្ដើមទេបើទឹកចិត្តជ្រះថ្លាគឺបានស្មើគ្នាទាំងអស់មិនមេគេបានច្រាត់បនកឋិនច្រើនយើងកូនទៅចូលគេបានបនតែអត់មានទេបានស្មើគ្នាទាំងអស់នេះសំដែងនេះអស់ជើងហើយកុំឲ្យសង្ស័យណានេះមានណាអូនេះបនកឋិនហ្នឹងងាយអញ្ចឹងបងមិនចាំតែមានមកត្រៃទេវិកឋិនសងៃមិនមានតែមកត្រៃមានច្រើនណាមិនឃើញមានណាអត់មានទេមានមកត្រៃណាអញលីងចាក់ទៅណៃនៅទុកក្នុងកត់សិនហ្នឹងហើយមានលៀងមានអីច្រើនចឹងបងបើយើងពីដើមមកច្រើនកំណត់ថាត្រៃធំត្រៃតូចមាន3ត្រៃធំគឺអង្គកឋិនត្រៃតូចគឺសម្រាប់លោកអ្នកដែលញត្តិទេសូត្រប្រគល់សម្ពុតកឋិនឲ្យទៅបានមកត្រៃដែរវេកឋិនមានប្រមាណឲ្យយកទៅដាក់វេទាំងអស់តែបានយើងញាតប្រមាណត្រៃឲ្យយកទៅដាក់ទាំងអស់វេក្នុងហត្ថបាសង្ឃហ្នឹងមិនយកតែមកត្រៃទៅដាក់វេតែមានប្រមាណឲ្យយកទៅទាំងអស់ឲ្យតែស្បង់ចពោស្បង់មួយក្តីមកលៀងដែរយកទៅប្រមូលដាក់មកកំណោកណ្ដាលហត្ថបាសង្ឃហ្នឹងវេទាំងអស់ទៅកឋិនទាំងអស់ហ្នឹងឯងបើពីដើមហ្នឹងយកតែមកត្រៃទៅវេទេណាអាត្មាឃើញយកមកត្រៃទីដាក់ក្រៅហត្ថបាសទាំងអស់មកវាអត់យល់ឥឡូវកែសម្រួលនឹងមានប្រមាណទៅដាក់មកគោទៅកណ្ដាលហត្ថបាសង្ឃហើយពីមុនមិញគេធ្លាប់វេកឋិននៅក្នុងព្រះវិហារតាមពេទ្យទៅកឋិនវេនៅកន្លែងណាក៏បាន
về nào xà la bon của ban về nào nòng rong nên của ban về nào cái này nè của ban sầm rạpประសង្ឃទេដែលត្រូវយកទៅវេក្នុងវិហារក្នុងសីមាតែលមានសីមាបានលោកធ្វើកឋិនបានអញ្ចឹងណាបងហើយសីមានឹងមួយខណ្ឌអ្នកសីមាវត្តដែលបញ្ចុះខណ្ឌអ្នកសីមាហើយម្យ៉ាងទីវត្តដែលអត់ទាន់បញ្ចុះខណ្ឌអ្នកសីមាគេប្រើគៀមសីមាធ្វើកឋិនបានគៀមសីមាគេយកភូមិយកភូមិមកធ្វើនិមិត្តที่มันเอาวัดนี้ว่าอัตเตนเมียนใส่มาเดี๋ยวเจ้ามันเต้นเมียนเป็นเจ้าการใส่มาเมียนกระเทนเกโจลมอยเยอะทำไมท่านนั้นแกปลาเกียมมาใส่มาการนาประซองลูกชูบจุ่มเนี่ยจะง่ายซองกระเทระลูกนาได้มาซาจัดจังเกโนลูกประกาศปรับซองท่านยังทั่วกระเทนนี้กระเทนกรรมนี้ยังปลาเกียมมาใส่มาเกียมมาใส่มาก็ยกพุ่มเจนิเมตแต่มาได้ไงลูกประกาศปรับขณะตึกขังกายกพุ่มไอ้พุ่มก่ออย่าทำมันดังพุ่มไอ้ใบยอซอก่ออย่าเจนิเมตข้างตะโบงยกพุ่มคอเจนิเมตข้างไล่ยกพุ่มโกเจนิเมตข้างเชื้อยกพุ่มโคเจนิเมตประกาศปรับสองจ้ะดาประกาศไอ้ใส่มานั่งลาง่ายอัดวะโซนยัดไอ้เตะลูกทั่วกรรมเจ้าไปเกี่ยมมาใส่มาไม่ทั่วบานกระเทนแต่ทั่วไอ้กับบานเอาบ่อสัตกรรมบอกว่าหน้ากรรมอุปสรรคเจกรรมบานต่างออกก็ปันในการนาประกาศหรือเวลาแต่เธอกรรมหนึ่งจ็อบใส่มาเนาะออกสปอนละเพียบตัวเองอัดนาวิเตแต่ทั่วมันน้องประกาศมันอ่อนแต่บานได้อันนี้จะเกี่ยมมาใส่มาตัวไปยังเป็นเจ้าคันในใส่มาก็เวอร์ขนมเกียมมาใส่มาได้ตระประกาศปรับสองยกเกียมมาใส่มาเนี่ยเวอร์ใส่มาเวอร์ขนมเกียมมาใส่มาได้แล้วใส่มากรรมนะเปียกกรรมคือสังกกรรมมาเวอร์ขนมเกียมมาใส่มาได้ประกาศเกียมมาใส่มาได้บ้านเตะในเม็ดคันในใส่มานะไอ้ซ้อมเอาย้อนจังเปล่ายัยปีใส่มาก็บวชอันตรเมียไปเจ้าใส่มาก็ปลาเกียมมาใส่มาถ้วยกระเทนนั่งถ้วยกรรมให้กับบ้านต่อในสมอโยมเยียดปุตตบาสันอังเชียมก็ยัยปีมาจากกระเทนถ้ากระเทนเตยโยกระเทนเตยโยเนี่ยแล้วนำโยสมปดกระเทนมาประเกณฑ์ประสังยังเมนเนี่ยทวกระเทนเนี่ยยังก็ประเกณฑ์ใจมั่วประสังได้โลทวกระเทนยังปัจเจตำเลิบต่อหายก็ถ้าบนกระเทนนะสุธนานาครับทวเมกระเทนบานนะถ้าเนี่ยได้ทวกระเทนบานถ้าเชียดเชเตวดาก็ทวกระเทนบานได้เพราะเทวดาพระสมปวดไอ้เด็กยังเกินเมียสมปวดเฉลี่ยทานนำโยสมปวดมาประเกณฑ์ประสองทวยกระเทนบานตีปีเชียดเจมโนอาจทวยกระเทนบานด้วยเชียดเจมโนนี้อัดบานปรำทำมนุษย์เปล่ามนุษย์ไรมนุษย์จักเมยไอเตอัดเมียนเตอัดเมียนก็อ้อยแต่มนุษย์คือทวยกระเทนบานนะเพราะเยอะสัตย์ไงเนี่ยเมียนเปียปรำปราแต่เมยเธอกระเทนอัดบานเลยเธอกระเทนแล้วไปช่องว่าไอ้หน้าเธอกระเทนนักกระเทนบานบอลชันชับเงือบต้องเมยเนี่ยหน้าตัวช่องเงือบดังช่างอันเห็นเธอเตะเวลาหน้าทำเอาสมลุกปมัดตั้งออกบาสนาเชียโยมเยียดเราสรงพุ่มนี่บานดังมอทักเมยเธอเมยกระเทนบานสมไอ้ลุกเจ้าอัดเตะพร้อมลูกปราบถักเชียดเจมโนทเบอร์บานอันนั้นจังอ่อนใหญ่ปีสไรปลอกไม่จากเตะไปเยอะแต่ชื่อนานะครับวิสเพียบุกรปูลเปียจำรงจำราจมวยนังปุปตศาสนานั่งทักเมนเพิ่มบ้านเทลเมียนจองตันล่องอ่องดังไอ้ตันล่องดองดังไงน้ำเมียนโจโกนภาษาไอ้บ้านเธอกระเทนบ้านไอ้ลบจอดบอกกลมชื่อได้โยมนะป่อเชื่อประโลกสำนายเนี่ยจะเชียดเจมโน
អត់ប្រាប់ថាក្មេងចាស់ស្រីប្រុសទេអ្នកណាក៏ធ្វើបានវ័យប៉ុណ្ណាក៏ធ្វើបានដែរអានេះជំរាបលុបរឿងជាងរៃនឹងមួយបងហើយខ្ញុំនិយាយថាតែចាស់បានធ្វើបន់កឋិនបានចាំបើខ្លះងប់មុនចាស់ហ្នឹងបើមានបានធ្វើកឋិនអីจะសុំលុបបំបត្តិជាតិពាក្យនឹងមួយកុំឲ្យបារម្ភបារាពាក្យចង្រៃបើរីបន្ទាប់ទៅទៀតគេហៅសហធម្មិទាំង5គឺអ្នកបួសភិក្ខុក៏ធ្វើកឋិនបានហើយភិក្ខុណីលោកសង្ឃស្រីបដាច់ពូជអស់ហើយបើក៏រាប់ឲ្យថាក្នុងវិន័យអាចធ្វើបានរួចសិក្ខមាណានេះលោកនេនស្រីស្ត្រីបួសនេនអាយុ8ដណ្ដប់អីលោកចង់បំពេញឧបសម្បទាជាភិក្ខុណីដែលត្រូវលោករៀនគោរពធ្វើ2ឆ្នាំដល់អាយុ20លោកអាយុ8ដណ្ដប់រៀនគោរពធ្វើ2ឆ្នាំក្នុងពេលដែលរៀនគោរពធ្វើហ្នឹងគេហៅសិក្ខមាណាគេមិនហៅសាមណេរីទេដល់រៀនទៅ2ឆ្នាំទៅយកមកបូកដល់អាយុ18ក៏ទៅជា20ពេញវ័យបានបួសបាននេះទាំងណែណាញោមញាតិព្រះសម្មាសម្ពុទ្ធលោកថាមនុស្សអាយុ20បានពេញវ័យកំមុំកន្លោះដឹងខុសត្រូវបានជាក្នុងពុទ្ធសាសនាអ្នកដែលបួសជាភិក្ខុតែអាយុ20គាត់ក្រោម20ថាកូនក្មេងបពុទ្ធលោកបញ្ញត្តិកូនក្មេងបើសងៃនៅបច្ចេកប្រទេសពួកអាមេរិកពួកបារាំងអីគេថាអាយុ8ដល់10ពេញកន្លោះកំមុំពេញវ័យអស់ហើយគេថាម៉ែឪទូមានព្រិនបដៅអីអត់បានទេទីមិនស្ដាប់ទីមិនកាន់យកក៏មិនដឹងធ្វើអីទេនេះនៅខាងប្រទេសខាងឡៃបារាំងអាមេរិកនេះអាយុ8ដល់តែពេញវ័យហើយហើយអាកូនកន្លោះកូនប្រុសកូនស្រីអាយុ18ហើយណៅអាកូនប្រុសចង់ទៅនាំស្រីណាមកដេកក្នុងផ្ទះក៏ម៉ែអត់ហ៊ានថាទេកូនស្រីទៅនាំកូនប្រុសណាមកដេកទេម៉ែអត់ហ៊ានថាទេហើយមិនសក់ចុះទៅប្តឹងប៉ូលីសមកចាប់ម៉ែឪប្រុសគេថាគេពេញសិទ្ធដែរអត់ត្រូវការទទួលយកពាក្យទូលមានព្រានបដៅណាទេប៉ុន្តែពុទ្ធលោកថា20បានពេញវ័យឥឡូវយើងនិយាយគិតមើលអាយុមនុស្សអាយុ20យ៉ាង18អាណាដឹងខុសត្រូវជាងយើងគិតថាសង្គមរបស់យើង20បានដឹងគ្រប់គ្រាន់ណា8ឆ្នាំនៅលែកដកកុក្មេងបានអ្នកបួសពុទ្ធសាសនានេះតែក្រោមអាយុ20នៅគេឲ្យបួសនេនគេចាត់ជាក្មេងយ៉ាងបងហ្នឹងសិក្ខាបទប្រតែតែអាយុ20បានពេញជាភិក្ខុបាននេះស្រាប់ពុទ្ធលោកកំណត់ចឹងញោមទទួលយក20ឬទទួលយក8ដណ្ដងយ៉ាងគិតមើលគ្រូយើងបងយើងមើលអាមនុស្សអាយុ8ដណ្ដប់នៅក្នុងភូមិយើងមានតែអត់អីវាដឹងអីខុសត្រូវអីប្រមាណអត់ដឹងតែអាយុ20បាត់ដឹងប្រកបច្បាស់លើជាងអានឹងចឹងហើយទី3ទី4គឺសាមណេរប្រុសទី5គឺសាមណេរស្រីបើភិក្ខុណីនិងសិក្ខមាណាសាមណេរអីបើអស់ហើយអាចពូជអស់ហើយវានៅតែភិក្ខុនិងសាមណេរទេនៅតែ2ម្នាក់អាចធ្វើមេកឋិនបានអ្នកបួសអត់ធ្វើមេបុណ្យឲ្យបានទេណាញោមញាតិតែថាតើអ្នកបួសនៅភិក្ខុនៅនាំញោមញាតិធ្វើហែទានភាសាហែសម្ពុតសាដកទៅដាក់វត្តនេះវត្តអូអីអត់បានត្រូវបានភិក្ខុធ្វើមេបុណ្យតែដាក់មេបុណ្យឆ្លងកត់ឆ្លងសាលាអីបានទេណាតែអាចារ្យគណៈកម្មការដាក់តែឈ្មោះគណៈកម្មការអាចារ្យទៅដាក់ធ្វើមេបុណ្យអត់បានទេបងត្រូវបានពុទ្ធលោកហាមតែមានសិទ្ធិបើធ្វើមេកឋិនបានធ្វើអនុញ្ញាតធ្វើមេកឋិនដោយលោកវត្តនេះលោកចង់បង្កើតជាកឋិនបុណ្យកឋិនណាមួយបើធ្វើមេកឋិនបានយកទៅដាក់វត្តគេទៅដាក់វត្តល្មាសឈោនេះអត់បានទេតែបានទេអរិយអត់បានទេណាយើងចាំភាសានៅវត្តណាធ្វើកឋិនដាក់វត្តយើងអត់បានទេ
អនុញ្ញាតឲ្យធ្វើមេកឋិនបានតែនឹមទៅដាក់វត្តគេបានទេញោមញាតិសួរមិនបានមកពុនលោកហាមថាមានតែឆ្ងល់តែបើយើងគិតថាភិក្ខុដែលលោកហាមព្រោះភិក្ខុនឹងមានលមោបចង់បានលៀបសការៈបង្កើតធ្វើមេបនឲ្យញោមញាតិគេមកចូលលោកបានអាលៀបសការៈនឹងបោកខ្លួននេះណាពលលោកហាមដឹងបិទផ្លូវចិត្តអត់ទៅបានទេអានេះសូមឲ្យជ្រាបយ៉ាងពុទ្ធសាសនានោះអរិញមានលោកខ្លះនឹងពេលនាវញោមញាតិបងញោមអើយវត្តអាត្មាអត់មានកឋិនទេเป็นបាតកឋិនញោមលោកដឹងឲ្យលោកអត់ចេះលោកចង់បានលៀបសការៈអត់ដឹងអត់បានទេបងទេបានកឋិនបែបនេះអាត្មាមើលទៅឃើញមានតែអាចារ្យគណៈកម្មការតែអាត្មាឲ្យលោកវត្តនេះដឹងធ្វើវិន័យដែរមកមានដាក់ឈ្មោះហើយគាត់មើលទៅឃើញអត់ទេឲ្យយកមកដាក់ឈ្មោះបានទេបងព្រោះពីសម័យពុទ្ធមកភិក្ខុដែលលោកលមោបចង់បានលៀបសការៈហ្នឹងពុទ្ធលោកដឹងហាមព្រះឧទាយីមុនចូលភាសានោះលោកយកអ្នកកំសៀវទៅផ្ញើវត្តនឹងមួយទៅយកស្បែកជើងទៅផ្ញើវត្តនឹងមួយយកបាតទៅផ្ញើវត្តទៅដល់វាចេញភាសាវត្តនឹងគេចូលបាត់មានកឋិននឹងចូលលោកទៅទាយកចំណែកទៅលោកបានផ្ញើកំសៀវឲ្យចាំភាសាទៅទាយកចំណែកចឹងទៅទាយកចំណែកពីវត្តគេហ្នឹងបានពុទ្ធលោកហាមមានអីទេរឿងតែលមោបចង់បានលៀបសការៈនឹងឯងបងនឹងនិយាយសម្ដែងពីថាភិក្ខុធ្វើបុណ្យកឋិនអត់បានទេไปបុណ្យកឋិននេះបុណ្យដទៃទៀតបានបុណ្យតែម្ចាស់សម័យទាននេះបានញោមញាតិតែញោមញាតិធ្វើបុណ្យបច្ច័យ4តេកណានុបទានធ្វើអីទាំងអស់បានបុណ្យដែលញោមញាតិលាកម្ចាស់បុណ្យនៃប្រសងបដិគិអកអត់បានបុណ្យទេនេះបានតែរបស់នេះយកមកប្រើបច្ច័យយកមកប្រើជាស្បង់ជាពោទៅជាអាហារបិណ្ឌបាតជាទីសនាសនៈអីឆ្នាំជាបាលរោគអីណាបច្ច័យ4នោះមកប្រើតែបើយកមកប្រើត្រឹមត្រូវតាមធ្វើតាមនេះរួចខ្លួនមកមិនប្រើមិនត្រឹមត្រូវតាមធ្វើតាមនេះអត់រួចខ្លួនទៀតត្រឹមត្រូវតាមធ្វើនេះគេពិចារណាថាជ័យវរនេះគេប្រើដើម្បីអីមិនប្រើដើម្បីឲ្យស្អាតឲ្យល្អមានពើសម្បុរដូចជាដើកមាសអីអត់មានទេតែគេប្រើកិនការពារមូសសុចស្រាំងស្រួយក្អែបខ្ទួយពោះតូចមកមាចកុំឲ្យវាមេរកមករោមមករំខាននឹងការពារតិចខ្យល់ហ្នឹងងាយថាហ្នឹងឲ្យពិចារណាឲ្យឃើញចាសម្ប្រើនឹងគ្រប់បច្ច័យទាំងអស់ហ្នឹងតែបុណ្យកឋិននេះបានទាំងបដិគិអកៈនិងសម័យទានញោមញាតិបានដូចគ្នាបានបុណ្យទាំងពីរសម្រាប់ព្រះសង្ឃបានអានិសង្ឃ5ទី1បើលោកបានអនុមោទនាក្រាលក្រងក៏ធិនហើយអានិសង្ឃទី1អនាមន្តាចារោទទួលការក្រងកឋិនឯងលោកចង់ធ្វើដំណើរចេញទៅណាមិនពិបាកប្រាប់ភិក្ខុផងគ្នាដែលនៅវត្តជាមួយទេចង់ទៅណារៀបចំទៅណាក៏ចេញទៅបានបើមិនអនុមោទនាការក្រងកឋិនទេទៅណាមកណាត្រូវតែលាគ្នាបើមិនលាគ្នាប្រាប់អីទៅត្រូវអាបត្តិទី2អសមាទានចារោទៅណាមកណាมันពិបាកយកចៃវរ3ទេយកតែ2ទៅស្បង់1ជាពោ1បើមិនបានអនុមោទនាការក្រងកឋិនទៅណាត្រូវទៅទាំង3ស្ពាយសំក្តីទៅផងនេះបានភិក្ខុ30រូបទៅណាមកណាស្ពាយต้องសំក្តីអីទៅក៏លំបាកបងហើយបើបានអនុមោទនាកឋិនហើយមិនចាំពិបាកយកត្រៃ3ទេទៅណាក៏ទុកសំក្តីនៅគាត់ទៅចៃវរ2បានហើយទី3គណៈភោជនៈអាចទទួលឆាន់នៅគណៈភោជនៈបានដែលគេនិមន្តទៅ2អង្គ4អង្គឲ្យទៅឆាន់ទទួលទៅព្រមគ្នាហ្នឹងមិនត្រូវអាបត្តិអីទេបងគឺម្យ៉ាងទៀតយើងញោមញាតិ
mòn lộ tới chăn là lụng chơi sai đấy mòn tới chăn bánh treo chăn ông bị chậu ấy ít tiệc nhầm na nó bịt lụng chẳng bà lụng bàn ca krong cái tên đấy bịt lộ ở bàn đâyบอกมันอนุโมทนาการกองเทนอาจเป็นลูกบานชมกเพื่อนไอ้โยมเย็นในมณฑลชันนะบาลุมเต้นบานการกรองอนุโมทนาการเทนกรันเดเป็นทศในมณฑลลุกไม่จ้าตัวตูดเพื่อนไอ้เตี้ยทำกันนานังสายปนังบานได้กับปรับกับเพื่อนไอ้กลมรับทับมันแช่วนุ่มเป็นเจ้าสลอกรีนังบอสบานในโยมเย็นนั่งปรับโยมเย็นดังบอទី4យាវតថចៃវរੰកាលណាលោកបានអនុមោទនាការក្រប្រទេសនេះទុកចៃវរដែលលើសពីប្រើណាតែអត្តរិយចៃវរលោកមានប្រមាណទុកឲ្យកន្លងពី10ថ្ងៃឡើងទៅมันបានពិនធុអធិដ្ឋាននេះអត់មានត្រូវអាបត្តិអីទេតែបានក្រាក្រងអនុមោទនាកថាទុកចៃវរដែលលើសប្រើនឹងឲ្យកន្លង10ថ្ងៃឡើងទៅមិនបានពិនធុអធិដ្ឋានអីក៏ត្រូវអាបត្តិភិក្ខុត្រូវអាបត្តិបាចតិស្អងជពោត្រូវនិស្សគីត្រូវលះបង់ចេញតែបើលោកបានអនុមោទនាការក្រងអាចទុកបានរួចទីអានសង្ឃទី5យោចតថចៃវរូបាទោសោនៃសង្ឃបវិសតិកាលណាបានអនុមោទនាការក្រងប្រធានហើយថ្ងៃក្រោយមកមានអាណាគេនាំចៃវរទៅប្រគេននៃទៀតអញ្ចឹងនឹងបានទទួលលៀបនឹងមកចំណែកនឹងគេដែរក្នុងវត្តហ្នឹងណាបងហើយកឋិនញោមញាតវេក្នុងកាលកឋិនដល់ផុតកាលទៅបើនាំយកមកវេជាបរិវារកឋិនស្អីគេវេជាបរិវារបាននៅក្នុងខេត្តកឋិនទៅដល់ពេញបលមិនខេត្តប្រគុណគេវេជាបរិវារកឋិនបានដល់បានទេញោមអាចារ្យបងអានឹងតែមានចៃវរកើតក្នុងវត្តនឹងអាចទទួលចំណែកបានអានិសង្ឃ5របស់អ្នកបួសហើយអានិសង្ឃ5របស់ញោមញាតិជាក្រហមអានិសង្ឃទី1សុវណ្ណតាគេថាមានពើសម្បុរល្អថ្លាល្អពីកំណើតមកល្អធម្មជាតិมันចាំពិបាកលៀបលេលៀបឲ្យជួយទេតែបានទេពលល្អស្រេចតែបងទាំងប្រុសទាំងស្រីនេះអានិសង្ឃទី1អានិសង្ឃទី2សុរូបតាមានរូបរាងស្អាតល្អទាំងស្រីទាំងប្រុសមើលទៅអត់ទើសភ្នែកអានិសង្ឃទី3សុសន្តានាមានសន្តានត្រង់ត្រៀងមិនខ្ពស់ច្រដងស្គមសង្គ្រាមទៅមិនទឿកន្ទិញកន្ទិញអីទៅល្មមល្អស្អាតមើលទៅសំរុំទាំងប្រុសទាំងស្រីរួចអានិសង្ឃទី4តិខៈបញ្ញាវិសារតោនឹងមានបញ្ញាកើតក្នុងជាតិណាមានបញ្ញាជ្រាវជ្រៅរៀនសូត្រអីក៏ឆាប់ចេះឆាប់ចាំឆាប់យល់ឬគេនិយាយស្អីយើងយល់បានព្រាមស្ដាប់គេយើងយល់បានព្រាមថាចម្រើនដោយបញ្ញាបើឲ្យសន្សំបញ្ញានេះជាពុទ្ធសាសនាពុទ្ធលោកទូលមានព្រានបដៅមនុស្សទាំងអស់ឲ្យសន្សំបញ្ញាកាលណាមានបញ្ញាច្រើនជីវិតរស់នៅបានល្អប្រសើរបើយើងល្ងងអត់បញ្ញាទេជីវិតរស់នៅអត់ល្អប្រសើរទេហើយពីព្រោះគេមានបញ្ញាគេមានប្រាក់បល័យថាធិណាំងត្រឹបចាយគេនិយាយទៅដាក់ធនាគារថាធនាគារធណៈហ្នឹងគេបូកនឹងអាគារធណៈហ្នឹងប្រាក់អាគារគឺផ្ទះដែលគេសម្រាប់យកប្រាក់ទៅផ្ញើទុកតែបានណាយើងថាធនាគារណាបារាំងថាបងហ្នឹងណាអានេះផ្ទះគេសម្រាប់ដាក់ត្រឹបដាក់ប្រាក់ណាញ៉ាប្រាក់របស់យើងទៅផ្ញើអ្នកមានបញ្ញាគេមានប្រាក់ច្រើនកាលណាគេមានប្រាក់ច្រើនគេមានរបស់ប្រើ4យ៉ាងគ្រប់គ្រាន់មានសម្ពត់ខោអាវស្លៀកពាក់ក៏ល្អមានម្ហូបអាហារក៏ឆ្ងាញ់
មានផ្ទះសម្បែងក៏ល្អនៅកាលណាឈឺមានថ្នាំព្យាបាលរោគព្យាបាលនឹងស្រកអីតបែកស្អីកំពុងតបែកនេះមិនជាទេនៅទៅភ្នំពេញវាជាឡើងថាសារយើងមានប្រាក់ទៅអត់ប្រាក់ទៅអត់រួចទេនេះរបស់4យ៉ាងនេះតម្រូវការជីវិតរបស់មនុស្សជាប់តាក់ទងទាំងអស់មិនស្រាប់តែយើងអ្នកកាន់ពុទ្ធសាសនាឲ្យតែមនុស្សលើកផែនដីត្រូវការប្រើប្រាស់យើងមើលជាតិណាក៏ប្រើប្រាស់ស្លៀកសពុតខោអាវបរិភោគម្ហូបអាហារមានផ្ទះសម្បែងថ្នាំជាបារោគដូចគ្នាតម្រូវការរបស់មនុស្សតើតែមនុស្សមានបញ្ញាបានគេរករបស់នឹងប្រើគ្រប់គ្រាន់បបតែមនុស្សខ្វះបញ្ញាអត់បញ្ញាល្ងងគឺរកអត់បានទេពុទ្ធលោកប្រាប់ហេតុផលយ៉ាងអញ្ចឹងបានជារដ្ឋាភិបាលគ្រប់ប្រទេសនៅលើពិភពលោកគេបង្កើតសាលារៀនឲ្យប្រជាពលរដ្ឋគេរៀនដូចនៅស្រុកកំពង់ត្បែកមានឋានៈរដ្ឋាភិបាលបង្កើតមានបឋមអនុវិទ្យាល័យមានដែរអានោះមាន3ហើយកាលណាប្រឡងវិទ្យាល័យចប់កុំឲ្យឈប់តស៊ូទៅរៀនយកបរិញ្ញាបត្រអនុបណ្ឌិតតទៀតដល់បានទេហ៎នឹងប្រពន្ធលោក5អញ្ចឹងណាតស៊ូរៀនឲ្យបានម៉ែឲ្យចាស់យាយតាគ្នាទៅរៀនណាទៀតនៅឲ្យយើងក្មេងនេះត្រូវរៀនឲ្យបានដល់ត្រើយត្រាននៃវិជ្ជាបញ្ចប់គឺយកបណ្ឌិតឲ្យបានប្រុសគេហៅបញ្ញវន្តស្រីគេហៅបញ្ញវតីឬបញ្ញវន្តីដូចគ្នាអ្នកមានបញ្ញាច្រើនអាបញ្ញាកើតពីរៀនសូត្រហ្នឹងឯងចេញពីសាលាប្រពន្ធលោកឲ្យតម្លៃមនុស្សស្រីមនុស្សប្រុសដូចគ្នាលោកថាបរោះមិនសត្វតែជាបណ្ឌិតក្នុងទីសពគ្រប់លើទេឯស្ត្រីបើមានបញ្ញាឆ្នើមក៏ជាបណ្ឌិតដែរឲ្យតម្លៃបើនឹងដូនតាយើងលោកបានពាក្យពីណាយកមកនិយាយហើយកូនស្រីស្វែងចង្ក្រានជុំពិបាកទៅរៀនអីទេដល់បានហើយបន្ថយមិនអោយគ្នារៀនទេបានអាពាក្យនោះកុំយកទៅក៏វាចោលប្រពុតលោកថាបានដូចតែគ្នាឲ្យតែរៀនមានបញ្ញាបានដូចគ្នាយើងមើលសប្តាហ៍ប្រទេសយើងមានស្រីយធ្វើចវាយខេត្តមានតែនៅកោះកុកនៅបៃលិនហ្នឹងឃើញទេមានធ្វើចវាយខេត្តបានមនុស្សប្រុសណាមនុស្សស្រីធ្វើរដ្ឋមន្ត្រីបានរដ្ឋមន្ត្រីក្រសួងវប្បធម៌ស្រីដែរបងប្រធានរដ្ឋសភាសង្ហៃនេះស្អីនេះសម្ដេចអីស្រីអត់តាបញ្ជាឲ្យយើងឃើញថាស្រីក៏ធ្វើបានដែរបើចឹងរៀនសូត្រកូនស្រីក៏ខំរៀនសូត្រដែរហើយប្រយ័ត្នម៉ែឪណាបញ្ឈប់កូនមិនឲ្យរៀនទៅទៀតដល់បានទេប្រឡងបាក់ដុកចៅអើយមកជួយធ្វើស្រែធ្វើចង្ការអញទៅមិនចេះសក៏រស់ស៊ីរស់ដែរនិយាយចឹងអត់តែមកចារៀនកុំឈប់តស៊ូឲ្យដល់ត្រើយត្រាននៃវិជ្ជាពុទ្ធអ្នកមានបញ្ញាទោះបីមិនមានទ្រព្យក៏រស់នៅបានដែរគេយកអាបញ្ញានោះទៅរស់ទ្រព្យរស់សម្បត្តិតែអត់បញ្ញារស់អត់បានយើងមើលនឹងស្រុកយើងពងត្បែកខ្វះអីមនុស្សដែលក្រខ្សត់នៅសួរមកពីអីយើងមើលហេតុផលវាមកគេនៅល្ងងមួយនៅកំពង់ត្បែកមើលគេអ្នកមានទ្រព្យមើលគេមានហេតុមានផលគេមានបញ្ញាបានគេរស់ទ្រព្យបានតែល្ងងរស់អត់បានទេអានេះសេចក្តីល្ងងជាសត្រូវរបស់ពុទ្ធសាសនាពុទ្ធលោកឲ្យយើងកំចាត់ចេញឲ្យអស់យើងកំចាត់សេចក្តីល្ងងបានដោយសាររៀនសូត្រប្រមាណរៀនសូត្រនៅតែអញ្ចឹងរួចតែមនុស្សល្ងងហើយសត្វដេរឆានគូក្របីហ្នឹងឯងកើតជាមនុស្សហើយពុទ្ធលោកបែងចែកជា4ក្រុមទី1មនុស្សទេវោមនុស្សទេវតាមនុស្សទេវតាគឺគេមានទានមានសិលដូចជាទេវតាក្នុងឋានសួគ៌មនុស្សទី2គឺមនុស្សសោក្រុមទី2មនុស្សក៏មានធ្វើប្រព្រឹត្តជាមនុស្សក្រុមទី3មនុស្សប្រែតកាយសាហាវនោះពួកអាស្ទាវអាតំណើងហ្នឹងទៅនៅតាណាគេភ័យគេផ្អើលដេញកាប់ចាក់គ្នាពេញតាភូមិណាដូចសត្វប្រែតតែជួបគ្នាពហួប្រហែកយកសាច់គ្នាស៊ីប្រែតវាអត់បាយអត់អាហារស៊ីហ្នឹងយ៉ាងនេះអាមនុស្សទី4គឺដេរឆានគូកបីល្ងង
อดกาถือไอ้เจ้ปันแต่ลงงเราซิมกรบยังไม่โก้ไปเราจะมุ่งเยอะนั่นคำจูองแสองก็เลยคือดอกกาบานสระมอมันเนินนั่งก็โยแพร่สระตัวสีไอ้สีจุ่มบ่มอบเรื่องลงงไหนมั้ยเดี๋ยวจุ่มบ่สีเป็นกันว่านั่นก็เนี่ยลงงพระตัวสีสระสมตุ้งเกตันตั้งก็จะไว้จะมอบไว้หมดนะฮะก็ได้โอ้นั่งก็ไอ้การสระมอก็โยกรับสระตัวสีโยจุ่มบ่ไอ้สีก็เข้าคนเดียวก็ได้คำโอรเตปัญราที่มาชีวิตอาจักที่อดอนัตกูตู้ไอ้เงบดังจ้าอดแต่จักอยู่ตัวโลกไอ้ยตจามตะกรรมโยสันบัดเดี๋ยวอดแม่เมตตาปัญราที่มาชีวิตไม่ได้เดรัจฉานจอรินโซดเอาเช่นนั้นเพื่อชีวิตไอ้ละออประสาละมาได้บางการน้ำคนเจ้าเนี่ยกระพงตะไบเบิ่มมันรินโซดแต่ชีวิตเบี้ยวอดลุ่นเลือดเลยการนายยังรีโซเจดังยาจำในมก่อสร้างสระตีบอยเยื้องบ้านกรมการดูแลละอ่อเชียงใหม่เอาโดนตาแต่มาได้ไหมเอามาทำมันรีโซแต่น้องบ้านเราไม่เอากันเมียนวิเชียไอเมียนตำไลอันนี้ความเรียนปัญญาไว้ถือบอลกับเทนแล้วเมียนปัญญาได้ไว้ตีบุญจักรวัตเรเชียนการจะสกัดจักรวัตติตราติเรียกนำเชียนนามูบาสจักรวัตกรอนำเมียจะกรอจังบวชเตียนบ่รองจำการสกัดจักรวัตอยู่นะบางจังบานเตรมตะกับได้ใส่ไทยเนี่ยเมียนตรับสมบัติบานประนองชีวิตรอนเอาละออบอุสาระโยตรับสมบัติตัวทุเตียนไอ้สันสัมปันก็สาวตัวมุกอเชียกาภาษาไอ้ภาษานาเชียการเตือนบุคคลอังนาได้ลุกทรักดังในอนาคตการลำขามุกุเมียนเพรสอามาอังเตียนวัตกับยังเมียนปูนอังเมียนพรำอังปูนอังลุกทรักดังรวยอ้ายกะกะสันทูกอเนี่ยแค่มโนกัสปอสัมระบุตรลุกทรักดังนามาอังเตียนลุกทรักดังอนาคตการลำขามุกยังคำถือบอลบานชรานถือบอลกระเทนไอ้บานชรานบอลเซนจานเต้บอลนั้นช่วยรำเยียงไอตกการขนมเป็ดเอเปรสอาลุตรัสดังนั้นยังบานสดับเธอระบบปุปนขนมเป็ดน้ำปุลุสำแดงเธอปรุงกะเจ้าเมาอารัตเนียปุปนสำแดงเธอเทศนาตะโอนตะแอปรับปุปนถ้าบริษัทบุญจมพูโดยกาชูขนมจลทานกาชูมาจมพูบ้านดอกพอดไปเติกหายมาจมพูที่เนาปั๊มน้ำเติกมาจมพูที่เนาเปียกระดาตึกมาจมพูที่เนาขนมพอบุญจมพูกาชูได้พอดไปเติกนักบ้านในทะเลได้สร้างบ้านไม่บอนติมอชานบ้านเรียกพอดดอกพอดไปเติกหายเตือนสมัยได้ปปนลูกตราปปนโดยเชี่ยพระเตือนลูกสำแดงเธอมาโดยเป็นเจงกรรมเด็กสมัยกาชูรีบานนะปัญญาจะดังนวอะไรสัจจะเธอบางตัวบางเราปั๊มนั่งตึกเปียกระดาตึกไอ้น้องพ่ออัดเต้นเราช่ายนะอย่างรุ่ยใบยืงบานปั๊มปิงบอลเธอบานกาชุกดอกพัดไปตึกแต่ตัวกาเต้นปปลุตระดังล้างเมียนจัดจังปูสไลกับบานปูบานเพราะกับปูบานนะตู้กับอดตบเป็นประดมเมียนประเพยจำบ่อังนั่งจังบับไปเชียอุปสามเตียขนมศาสนาบอกพระอังตู้กับปนจังไปบ่ปนลูกปมวงไงเตียนกันเมียนปนเอกาแต่เอเฮพิเขาปลายใจขมายแต่เนโจเชียพิเขาเจ้าอัดปะบะโรสบังเจปอเตคือสอนว่าการไอ้โดยนิมิตจังสกบาลก็อัดปะบะเก่าไอเตรู้แนวนั่งไอ้ไปบุกน้องเป็นนั่นคืออัดเมียนตลอดกระไรเตอัดเมียนตลอดกระไรเตคือตีไปเจ้าสาบานได้ตลอดกระไรบุกตลอดกระไรสาบานแน่เนี่ยแน่บัวตลอดพระพิสัตตะเวง
សត្វទៅផ្ទះវិញទៅនៅជាមួយម៉ែឪរកគូសកលបួសក្នុងពេលនោះអត់ត្រឡប់ទៅទីបញ្ចប់ដែលប្រាថ្នាព្រះនិព្វានដើម្បីចេញរួចចាកទុក្ខបានសម្រេចពេលនឹងឯងសាបានទេអត់ប្របាក់ត្រឡប់ទៅក្រោយទេត្រឡប់ទៅក្រោយបើដំណើរដើរថាដំណើរក្រជីងពាក្យគេថាក្រជីងគឺត្រឡប់ក្រោយដំណើរអពាក្យចាស់បុរាណថាដំណើរក្រជីងគឺដំណើរត្រឡប់ទៅក្រោយអានេះអត់មានក្រជីងទេរបូតទីបញ្ចប់ហើយនេះអានិសង្ស5របស់ញោមញីអត់ដឹងស្រាប់បានទេទី1មានពើសម្បត្តិល្អទី2មានរូបល្អទី3មានស្ថានត្រង់ត្រេល្អទី4មានបញ្ញាច្រើនខ្លាំងក្លាទី5កើតស្ដេចចក្រពត្តិប្រាទារាជយ៉ាងឬចង់ទៅបួសក្នុងសាសនារបស់ព្រះពុទ្ធដែលលោកត្រាស់ដឹងខាងមុខបានសម្រេចអត់មានត្រឡប់ក្រោយទេទីបញ្ចប់ជាតិហើយបានទៅកាន់ព្រះនិព្វានអានិសង្ស5តែបានហើយហើយយើងខំធ្វើទៅបានស្បង់មួយយកមកចូលបងកឋិនណាតែបានទេស្បង់មានថ្លៃប្រមាណស្បង់មួយប្រមាណណាស្បង់មួយថ្លៃប្រមាណអាចារ្យមាន120,000 រៀលទេធ្វើបានតើកាលរបស់កឋិននៅប្រមាណថ្ងៃទៀតអស់ត្រឹមពេញបរតទៅមាននរណាគេទៅកឋិនរកស្បង់មួយទៅចូលទៅបានបងកឋិនតែបានហើយមួយជាង100,000នេះដែរមិនមែន$1,000ណា1,000 រៀលបើនឹងនិយាយពីអានិសង្សកឋិនឥឡូវទេមករៀបរាប់បញ្ចប់ត្រឹមអានិសង្សប៉ុណ្ណឹងឯងតែបានទេសម្ដែងពីអានិសង្សគឺចប់ហើយរៀបរាប់ប្រាប់ឯកិច្ចការក្នុងកឋិនទាំងអស់ស្ដាប់បានយល់បានហើយនេះហើយដែលថាស្ដាប់ទៅមានបញ្ញាដឹងថាយើងអាចអ្នកណាខ្លះធ្វើមេកឋិនបានណាហើយកឋិននឹងចាំប្របាកមានមួយត្រៃទេហើយថាយើងថាមិនចាំមានទេបើស្ដាប់ឲ្យតែមកកឋិនលោកសំដែងនេះស្បង់មួយចពោមួយក៏បានដែរឲ្យតែជ្រះថ្លាឲ្យធ្វើតាមការរបស់កឋិនហើយវេចំពោះព្រះសង្ឃតែបានហើយអាហ្នឹងបានប៉ុណ្ណាអញ្ចឹងធ្វើទេសនាក្នុងឱកាសនេះដោយលំមុំគួរសមតាមកាលតាមពេលវេលាហើយទៅវិញទាំងយប់ស្មាណាបាត់ដល់វត្តទេណែមកជីឡាមករត់ជី10 ម៉ោងលើមកតាពីម៉ោង3កន្លះជិះកន្លះណាជិះភ្លឺណាមករបូតបើផែលេងមកឲ្យមើលទៅមកប្រាប់ញោមញាតិឲ្យចេះបន់កឋិនឲ្យអស់មិនបាក់មកទៀតទេតែបានទេណាមកបង្រៀនចេះអស់ចឹងធ្វើទេសនាក្នុងឱកាសនេះក៏សូមជូនពរដល់ញោមញាតិអរគ្នាសូមឲ្យចម្រើនលូតលាស់ដោយបញ្ញាដោយស្ដាប់ធ្វើទេសនាយល់ពីកម្មវិធីបុណ្យកឋិនត្រូវធ្វើយ៉ាងម៉េចស្ដាប់បានហើយអានេះក៏បញ្ញាកើតឡើងហើយចង់បានឲ្យតែមានបញ្ញាយកកើតឡើងងាយស្រួលធ្វើអីក៏ត្រូវវាមិនខុសអញ្ចឹងនឹងធ្វើទេសនាក្នុងកម្មវិធីបុណ្យកឋិននៅវត្តរមេឈោរមេឈោនៅស្រុកអីចេះរមេឈោនៅណាចេះនៅស្រុកមានញាតិញោមស៊ូសំណួរមួយសម្ដេចថាចូលជាបច្ច័យអត់បានជាសម្ពុតថៃជីវរហ្នឹងថាបានអានិសង្សមកអត់ដែរតែអានោះយើងចូលក្នុងកឋិនក៏បានដែរឲ្យតែចូលក្នុងកឋិនតែបានដែរយើងតាំងថាក្នុងកឋិនឬបើថាយើងមិនអស់ចិត្តរកស្បង់មួយមកតែឲ្យតែជ្រះថ្លាក្នុងកឋិនហ្នឹងបានចឹងធ្វើទេសនាក្នុងឱកាសនេះក៏សន្មតតែចប់តែប៉ុណ្ណេះឯងអេវ៉ាំងសាធុ